សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះ Admin Pro ភ័ក្រវិលត្រឡប់មកជួបបងប្អូនម្ដងទៀតហើយអញ្ចឹងថ្ងៃនេះជួបនឹងការសម្រាយរឿងរបស់ Channel Admin Pro ភ័ក្រផងដែរហើយបើពេញចិត្តវីដេអូរបស់ Admin សូមកុំភ្លេចជួយចុច Like និងចុច Subscribe ទាំងអស់គ្នាដើម្បីទទួលបានវីដេអូថ្មីៗរបស់ Admin Okay let's go ការប្រើប្រាស់កន្សែងក្រដាសខ្ជិះខ្ជីខ្លាំងណាស់សកម្មភាពម្រាមដៃម៉ាក់នៅជាន់លើគឺពីបន្ទប់កូនប្រុសរបស់គាត់មានសម្លេងខ្លះហើយខ្ញុំហៀបនឹងឡើងទៅពេលក្រឡេកមើលជុំវិញខ្ញុំបានដើរជាន់លើអ្វីមួយនៅតាមសំឡេងម៉ាស៊ីនស្រែកមួយបានលើឡើងក្មេងប្រុសដែលស្រែកយំនោះបានស្ងប់ចិត្តភ្លាមមកនេះមកម៉ាក់មកដល់ហើយគាត់បានបិទគេហទំព័រយ៉ាងលឿនទម្លាក់ក្រដាសជូតភ្នែកទាំងនោះចោលបោះវាចោលទៅប៉ុន្តែបន្ទាប់មកកុំព្យូទ័រវាជាប់គាំងហើយបង្អួចលេខឡើងជាច្រើនកំពុងលេខឡើងម៉ាក់ហៀបនឹងបើកទ្វារហើយក្មេងប្រុសនោះមានការថប់បារម្ភយ៉ាងខ្លាំងរហូតដល់ពេលដែលម៉ាក់បើកវាដោយភ័យស្លន់ស្លោបន្ទាប់មកខ្ញុំបានឃើញកូនប្រុសរបស់ខ្ញុំកំពុងនិតវិជ្ជាមួយចំនួនសម្រាប់ម៉ាក់គាត់បានសួរដោយមិនជឿថាតើវាទើបតែពេលនេះទេធ្វើរឿងផ្សេងទៀតអ្នកនៅតែអនុញ្ញាតឲ្យកូនរបស់អ្នករឿងកំ pl ែងទៀតអីកូនក្មេងប្រុសនោះមើលទៅហាក់ដូចជាអន្ទះសាគាត់បានមកក្បាលហើយទីបំផុតបានបញ្ចុះបញ្ចូលពួកគេឲ្យចាក់នៅពេលយប់ស្ថានភាពផ្លូវចិត្តរបស់គាត់បានធ្វើឲ្យគាត់ចុកសោយនៅឡើងហើយតែងតែអង្គុយយូរលើតុមុនពេលគាត់ដឹងខ្លួនសូម្បីតែមិត្តល្អបំផុតរបស់គាត់សូម្បីតែប្រយោគសាមញ្ញមួយក៏អាចធ្វើឲ្យកុមារមានទំនោរជាមួយនឹងអ្វីដែលមិនអាចពិពណ៌នាល្អបំផុតរបស់គាត់បានប្រាប់គាត់អំពីវានៅពេលយប់ក៏ល្អណាស់ដែរដែលអាចធ្វើអ្វីតែម្នាក់ឯងលោកជាសៃមីងផ្ទាល់ក៏បានដឹងរឿងនេះដែរអស់កម្លាំងនៅពេលយប់និងតានតឹងនៅពេលថ្ងៃការគេងនៅសាលាមិនមែនជារឿងល្អទេយ៉ាងណាក៏ដោយគាត់មិនអាចរួចផុតពីរឿងនេះបានទេគាត់បានធ្លាក់ចូលទៅក្នុងស្ថានភាពជាប់គាំងម្ដងហើយម្ដងទៀតខ្ញុំនៅតែឃើញស្រីស្រឡាញ់ស្រីនៅសាលាសូម្បីតែពេលរៀនញ៉ាំសាច់ក្រកអាំងក៏ដោយក៏នៅក្នុងផ្នែករបស់គាត់ទាំងអស់នេះវាបាននាំមកនូវភាពមិនច្បាស់លាស់របស់អ្នកគឺជារឿងយុវវ័យវាហាក់ដូចជាគ្មានសង្ឃឹមសម្រាប់ឆ្នាំនេះទេគុំនិយាយពីស្ត្រីចាស់ទុំទាំងនោះអីផលប៉ះពាល់បន្តិចម្ដងការប៉ះពាល់រាងកាយអាចធ្វើឲ្យគាត់មានអារម្មណ៍របស់ស្វានៅតែបន្តរហូតដល់សប្តាហ៍នេះសុបិនដ៏ស្ងាត់របស់គាត់ត្រូវបានរំខានក្មេងស្រីនោះស្អាតណាស់មុខនោះជាមុខដែលអ្នកត្រួតពិនិត្យថ្នាក់នឹកឃើញថ្នាក់សិល្បៈរបស់គាត់បានចាប់ផ្ដើមភ្លាមគាត់កំពុងប្រញាប់ទៅថ្នាក់រៀនគ្រូសិល្បៈគ្រូបានជ្រើសរើសម៉ូនីទ័រថ្នាក់ជាគំរូសម្លឹងមើលម៉ូនីទ័រថ្នាក់ដោយចៃដន្យពេលដែលសក់ត្រូវបានទម្លាក់ចុះគាត់ហាក់ដូចជាត្រូវបានហុំព័ទ្ធដោយពន្លឺសៃមីងចូលចិត្តវាតាំងពីឃើញដំបូងគាត់បានលាបវាដោយប្រាជក់លាបពណ៌គាត់បានគូរូបបែនពីរឿងកំ pl ែងសក់វែងទៅខាងខ្មាស់អ៊ីនបន្តិចទន់ភ្លន់បន្តិចវាបានជាឥទ្ធិពលយ៉ាងខ្លាំងដល់វិទ្យាល័យនេះបេះដូងនៃជីវិតធ្វើឲ្យសៃមីងពណ៌ប្រផេះជីវិតវិទ្យាល័យបានផ្លាស់ប្ដូរភ្លាមគាត់ចាប់ផ្ដើមទទួលបានពណ៌ជាក់លាក់មួយពណ៌នេះដោយសម្ងាត់អំពីអ្នកត្រួតពិនិត្យថ្នាក់មិត្តរួមថ្នាក់បានឃើញសៃមីងគំនូរនេះបញ្ជាក់ដោយផ្ទាល់ថាអ្នកទាំងពីរមិនស្ថិតនៅក្នុងបន្ទាប់ពីគូរូបម៉ូនីទ័រថ្នាក់រួចមួយសន្ទុះក្រោយមកវាដូចជាកង្កែបនោះអញ្ចឹងបន្ទាប់ពីបែបនេះសៀវស៊ីគិតថាវាជាឆាកមួយលោកគ្រូក្នុងថ្នាក់និយាយដោយរំភើបគាត់ចង់ផ្លាស់ប្ដូរកៅអីរបស់មនុស្សគ្រប់គ្នាហើយការផ្លាស់ប្ដូរកៅអីនេះគឺដោយសារតែនយោបាយទាំងស្រុងយើងសង្ឃឹមថាមនុស្សគ្រប់គ្នានឹងមានចិត្តទូលាយក្នុងការជ្រើសរើសទទួលយកឱកាសហើយមើលឲ្យច្បាស់តាមដានក្នុងរបស់ប្រធានក្រុមជានិច្ចគាត់បានអធិស្ឋានដោយស្ងៀមស្ងាត់នៅក្នុងចិត្តថាជាអ្នកត្រួតពិនិត្យថ្នាក់ខ្ញុំមិនដែលនឹកស្មានដល់បានទេគាត់ពាក្យសម្ដីដ៏ស្មោះស្ម័គ្របានបែងចែកអ្នកត្រួតពិនិត្យថ្នាក់នៅពេលនេះសៃមីងត្រូវបានគូបគងវាហាក់ដូចជាខ្ញុំបានឈានដល់ចំណុចកំពូលនៃជីវិតរបស់អ្នកត្រួតពិនិត្យថ្នាក់បានផ្លាស់ប្ដូរកៅអីគាត់បានចាត់វិធានការដើម្បីស្វាគមន៍សេមីងខ្ញុំសង្ឃឹមថាយើងអាចចុះសម្រុងគ្នាបានល្អតាមពិតសេមីងមានអារម្មណ៍រីករាយយ៉ាងខ្លាំងផ្កាទាំងនោះកំពុងរីកប៉ុន្តែនៅលើផ្ទៃដីវាដោយស្ងប់ស្ងាត់ពួកគេបានយល់ព្រមថាពួកគេទាំងពីរនឹងមានការវិវត្តដែលមានត្រឹមតែស្រាលក៏ដោយមួយឈុតតែតួអង្គដែលគាត់សរសេរគាត់បានបង្ហាញពីខ្លួនឯងពិតរបស់គាត់រួចហើយគំនិតនេះធ្វើឲ្យថ្នាក់រៀនសប្បាយចិត្តយ៉ាងខ្លាំងឆាងសេងកំពុងលាបក្រែមដៃហើយច្របាច់ចេញវាហាក់ដូចជាមានច្រើនពេកហើយដូច្នេះខ្ញុំបានឲ្យដៃរបស់សេមីងក៏ត្រូវរបួសខ្លះដែរដោយឃើញថាគាត់មិនមានប្រតិកម្មនាងក៏សម្រេចចិត្តខ្ញុំបានច្រដុសដៃរបស់សេមីងពីរបីដងគាត់ឡើងក្រហមភ្លាមរំភើបចិត្តណាស់យកសៀវភៅគាត់ត្រាំមួយក្បាលបានអាកប្បកិរិយាមិនធម្មតារបស់គាត់នៅពេលត្រឡប់មកវិញគាត់បានរកឃើញអ្នកត្រួតពិនិត្យខ្ញុំពិបាកចិត្តនឹងកណ្ដីបណ្ដាញសង្គមរបស់ខ្ញុំមិនហ៊ានតាមដានយូរមកហើយនេះគឺជាមនុស្សម្នាក់មកពីសម័យវីដេអូខ្លីមនុស្សគ្រប់គ្នាកំពុងមើលវីដេអូវាបានរីករាលដាលក្នុងចំណោមសិស្សដំបូងឡើយខ្ញុំមានគម្រោងធ្វើវីដេអូខ្លីមួយជារបាំមួយដោយមិត្តរួមថ្នាក់ពីរនាក់វីដេអូនេះត្រូវបានថតដោយអចេតនាខ្ញុំឆ្ងល់ថាអ្នកណានៅក្នុងបន្ទប់សិល្បៈមេក្រុមសម្រាប់កម្មដោយខ្លួនឯងក៏បានបង្ហោះបន្ទាប់ពីឃើញវីដេអូរបស់គាត់ហើយគាត់មានអារម្មណ៍ថារឿងបែបនេះអាចធ្វើបានប៉ុន្តែមិនមែនគ្រប់ពេលនោះទេស្ថានសួគ៌ក៏បង្កើតឥរិយាបថជាក់លាក់មួយការញៀនគឺជាការបង្ហាញនៃការខ្វះទំនុកចិត្តលើសម័យនេះមិនដឹងពីរបៀបគ្រប់គ្រងខ្លួនឯងទេខ្ញុំនឹងសាត់ខុសគ្នាយ៉ាងណាពាក្យទាំងនេះត្រូវបានទុកសម្រាប់សេមីងវាបានបន្សល់ទុកនៅចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅរាល់ពាក្យសម្ដីដែលបុរសម្នាក់នេះនិយាយតើពួកគេទាំងអស់គ្នាមិនទើបតែសេមីងទៅផ្ទះទេបន្ទាប់មកគាត់ចាប់ផ្ដើមស្វែងរកវិធីកំចាត់ទម្លាប់អាក្រក់នេះចោលទៅខ្ញុំបានរកឃើញនរណាម្នាក់ដែលមានចំណាប់អារម្មណ៍ដូចខ្ញុំនោះសម្លឹងមើលមនុស្សគ្រប់គ្នាដោយការកោតសរសើរនិងការផលនៃការងារគឺច្បាស់ណាស់មានការសង្ស័យខ្លះប៉ុន្តែព្រាមនោះខ្ញុំបានឃើញសារមួយដែលនិយាយថាត្រូវគោរពដល់100ទេធីតាបានជួបទេវតាមួយអង្គមិត្តស្រីរបស់ខ្ញុំសៃមីងទីបំផុតលងស្នេហ៍ខ្ញុំហើយគាត់បានសម្រេចចិត្តខ្លាចជាអ្នកត្រួតពិនិត្យថ្នាក់បន្តស្ទាក់ស្ទើររយៈពេល100ថ្ងៃទោះបីជាយូរមកហើយក៏ដោយសេមីងនៅតែលុបពីចោលបានបាត់បង់ទ្រព្យសម្បត្តិចំនួន40របស់គាត់ដើម្បីខ្លាចជាអ្នកត្រួតពិនិត្យថ្នាក់រៀនមនុស្សម្នាក់គួរតែប្រុសបែបនោះតាំងពីដើមមកផលប៉ះពាល់នៃការពង្រឹងរាងកាយនៅថ្ងៃដំបូងលទ្ធផលគឺល្អឥតខ្ចោះល្បឿនរបស់គាត់គឺគួរឲ្យកត់សម្គាល់អ្នកគួរតែលេងបាល់បោះឲ្យលឿនជាងមុនវាកាន់តែខ្លាំងឡើងនៅថ្ងៃបន្ទាប់គាត់អាចផ្ដោតអារម្មណ៍លើការមើលរបាំនៃចូលនៅលើចុងរ៉ែមដៃរបស់សេមីងគ្រូបិចត្រូវបានមនុស្សគ្រប់គ្នាសរសើរសូម្បីតែអ្នកត្រួតពិនិត្យថ្នាក់ក៏បានបង្ហាញការគោរពវិច័យរបស់ភីកាន់តែល្អប្រសើរឡើងនៅថ្ងៃទី3ឲ្យណាស់ភ្នែករបស់គាត់បានប្រសើរចាស់ណាស់ហើយដូចស្រមោលខ្ញុំអាចមើលឃើញគ្រូបង្រៀនភាសាចិនពីចម្ងាយហើយការណាត់ជួបគ្រូបង្រៀនជនជាតិជប៉ុនល្បឿនរបស់គាត់ចាប់ផ្ដើមកើនឡើងបន្ទាប់ពី5ថ្ងៃការប្រែរូបយ៉ាងរហ័សទៅជា Superman ដ៏អស្ចារ្យគាត់ចាប់បានទូរស័ព្ទសម្រាប់ monitor ថ្នាក់ស្ដាប់អារម្មណ៍របស់អ្នកត្រួតពិនិត្យថ្នាក់ចំពោះគាត់ឈីងសៃមីងមើលទៅហាក់ដូចជាស្ងប់ស្ងាត់ប៉ុន្តែតាមពិតទៅខ្ញុំពិតជារីករាយណាស់ចំពោះរឿងនេះគាត់ក៏បានរកឃើញភាពក្លាហាននៅពេលក្រោយវាហាក់ដូចជាអ្នកកំពុងលើកមេដៃសរសើរអ្នកត្រួតពិនិត្យថ្នាក់និយាយត្រូវនោះជាការពិតវាអាចធ្វើឲ្យមនុស្សមានទំនុកចិត្តកាន់តែខ្លាំងបន្ទាប់ពី7ថ្ងៃអ្នកត្រួតពិនិត្យថ្នាក់ចាប់ផ្ដើមកត់សម្គាល់ចំណុចខ្លាំងរបស់សេមីងរឿងកំប្លែងរបស់គាត់អ្នកត្រួតពិនិត្យថ្នាក់ចាប់ផ្ដើមស្រែកហៅពីព្រោះគំនូរនោះល្អគាត់យល់ពីទំនាក់ទំនងរវាងអ្នកទាំងពីរប្រព័ន្ធនេះបានចាប់ផ្ដើមផ្លាស់ប្ដូរបន្តិចម្ដងអ្នកត្រួតពិនិត្យថ្នាក់ក៏បានណែនាំផងដែរថាសេមីងរឿងកំប្លែងតាមអ៊ីនធឺណិតចិត្តទទួលបានការចូលចិត្តហើយរបស់គាត់មានអារម្មណ៍ដូចជាម្ចាស់ប្រសិនបើសេមីងបន្តរឿងភាគនេះគាត់ប្រកាសជាអ្នកដែលប្រមូលក៏ស្នើសុំយ៉ាងសកម្មផងដែរឃើញទីរកនៅក្នុងវីដេអូរបស់សេមីងតួអង្គគំនូរជីវចររបស់មីងអ្នកគ្រប់គ្រងថ្នាក់បានហៅគាត់ដោយលេងសើចថាក៏ Facebook ក៏បានរកឃើញផងដែរថាចាប់តាំងពីពេលឡើងឋានៈទំនាក់ទំនងជាមួយអ្នកត្រួតពិនិត្យទំនងកាន់តែខិតជិតមកដល់ហើយអ្វីដែលបាននិយាយនៅលើគេហទំព័រគឺជាការតែបន្ទាប់មកមាននរណាម្នាក់បានលេចចេញមកនៅក្នុងពេលកំពុងលួចមើលសេមីងសៃមីងមិនបាននៅទេបន្ទាប់ពីត្រឡប់មកផ្ទះវិញគឺដូចជាការហាត់ប្រាណនៅថ្ងៃនោះពួកគេថែមទាំងបានទទួលថ្នាក់រៀនទៀតផងការដាក់ពាក្យដ៏វែងអន្លាយបានធ្វើឲ្យគាត់បើកចង់បេះដូងខ្ញុំស្ពឹកស្រពន់ខ្ញុំមិនអាចជួយអ្វីបានតែចែករំលែកដំណឹងល្អនេះជាមួយអ្នករាល់គ្នានៅលើគេយ៉ាងណាមិញមនុស្សមួយចំនួនបានបញ្ចេញមតិថារឿងអ្វីទើបតែចាប់ផ្ដើមទេចូលប្រាប់ទីរកទៅគាត់ធៀបនឹងប្រឈមមុខនឹងស្ថានភាពធ្ងន់ធ្ងរបំផុតការធ្វើតេស្តធ្ងន់ធ្ងរនឹងក្លាយជាការធ្វើតេស្តលើរាងកាយប្រតិកម្មជាងធម្មតា10ដងដំបូងឡើយគាត់មិនយល់ថានេះជាអ្វីទេមានន័យរហូតដល់ខ្ញុំឃើញពូនៅក្នុងទូទឹកកក10ថ្ងៃបន្ទាប់ពីគ្រឿងផ្សំត្រូវបានរៀបចំ
ระยะពេលក្រោយសម្រាប់កូនបានចាប់ដើមនៅក្នុងរាជវង្សមីនសកម្មភាពលៀបក្រែមលៀបបបោមាត់របស់អ្នកត្រួតពិនិត្យរបស់គាត់ក៏ត្រូវបានគ្រប់ដណ្ដប់ដោយពេលដាក់ស្រទាប់តម្រងពណ៌ផ្កាឈូកមួយស្រទាប់ហើយក្រុមថ្នាក់បានដើរមកជិតក្បាលរបស់គាត់ខ្ញុំពិតជាមានការភ័ន្តច្រឡំទាំងស្រុងខ្ញុំចង់ទៅវិជាស្ថានកំពុងព្យាយាមធ្វើឲ្យស្ងប់ចិត្តប៉ុន្តែរដាស់ជួបមកក៏លបួងគាត់ដែរនៅថ្ងៃទី11ស្ថានភាពកាន់តែធ្ងន់ធ្ងរឡើងគាត់ចាប់ដើមមានអារម្មណ៍ថាមានភាពតានតឹងខ្ញុំបានចូលទៅកាន់អ៊ីនធឺណិតយ៉ាងរហ័សដើម្បីសុំជំនួយគ្រូបានណែនាំគាត់ឲ្យនៅឲ្យឆ្ងាយពីការនៅថ្ងៃទី12នៃប្រភពនៃការភ័ន្តច្រឡំសេមិញរក្សាគម្លាតរបស់អ្នកពីអ្នកត្រួតពិនិត្យថ្នាក់នេះធ្វើឲ្យអ្នកត្រួតពិនិត្យថ្នាក់មានការងឿងឆ្ងល់បន្ទាប់មកមីងបានរកឃើញលេខមួយដើម្បីនិយាយតែខ្ញុំលេងមានរសជាតិគឺមិននឹកស្មានដល់ទេអ្នកត្រួតពិនិត្យថ្នាក់បានយកទឹកអប់មួយដបដើម្បីបាញ់គាត់បានបាញ់វាឲ្យមើលទៅដូចជារាងកាយរបស់គាត់ទាំងមូលត្រូវបានជ្រុលត្រឹមតែវាមីងបានព្យាយាមនៅឲ្យឆ្ងាយពីគាត់ប៉ុន្តែអ្នកត្រួតពិនិត្យថ្នាក់ពិតជាបានផ្ដួចផ្ដើមគំនិតជើងគាត់ទៅជាមួយគ្នាបន្ទាប់ពីចេញពីសាលាវាធ្វើឲ្យខ្ញុំនឹកឃើញដល់ប៉ូលីសតាមអ៊ីនធឺណិតខ្ញុំមិនអាចនៅជាមួយមនុស្សដែលខ្ញុំចូលចិត្តបានទេកំពុងសម្លឹងមើលថ្នាក់រៀននៅក្នុងទីធ្លាបចុះណាវែងសៃមីងនឹមខាងត្រូវប្រយ័ត្នកុំឲ្យនៅឆ្ងាយពីគាត់ពេលកំពុងអានសៀវភៅបិទបាំងភាពខ្មាស់អៀនរបស់អ្នកអ្នកត្រួតពិនិត្យថ្នាក់ចាប់ដើមច្រៀងចម្រៀងរីករាយមួយស្ថានភាពកាន់តែអាក្រក់ទៅអំឡុងពេលច្រៀងអ្នកទាំងពីរបានចាប់ដើមនៅក្នុងបន្ទប់នៅតាមផ្លូវត្រឡប់ទៅផ្ទះវិញពីការដេញតាមអ្នកទាំងពីរបានជេរគ្នាដោយស្មោះត្រង់ជាលើកដំបូងការយល់ដឹងកាន់តែយូរកាន់តែល្អពាក្យសម្ដីរបស់អ្នកត្រួតពិនិត្យថ្នាក់បានលើកទឹកចិត្តសេមិញស្ដោះក្រែមលាបមាត់ចេញនៅចំពោះមុខខ្លួនឯងគាត់នៅតែកាន់ក្រវ៉ាត់ហើយចង្អុលវាទៅសេគ្រាន់តែគាត់ធៀបនឹងសារភាពហើយថាប់នាងសៃមីងភ្ញាក់ហើយមិនអីទេវាពិតជាភ្ញាក់មែនសុបិនឬសុបិនមួយផ្លែកចំពោះទី12ដែលសេមីងបានរកឃើញសាលារៀននេះមានសំបីតែសេវាកម្មអង្គការក្រៅបណ្ដាញអ្នកត្រួតពិនិត្យថ្នាក់ទើបតែអង្គុយចុះនៅពិធីជប់លៀងនៅពេលដែលថាគាត់បានសុបិនឃើញសេមីងកាលពីរបស់គាត់សៃមីងបានគូរគាត់ចម្លែកណាស់ដែលគាត់បានសួរសេមីងគាត់គូវាឡើងវិញប៉ុន្តែសកម្មភាពរបស់គាត់ស្ថិតនៅវាហើយដូចជាមានគ្រោះថ្នាក់ណាស់ខ្ញុំមិននឹកស្មានថាអ្នកនឹងយកព្រមលឿនយ៉ាងនេះទេអ្នកត្រួតពិនិត្យថ្នាក់ក៏នឹងធ្វើវានៅក្នុងថ្នាក់ដើម្បីជៀសវាងការកេងមិនលុកគាត់បានខកខានចំណុចសំខាន់អំពីអ្នកគ្រប់គ្រងចុះណាបានធ្វើឲ្យអ្នកត្រួតពិនិត្យថ្នាក់ភ្ញាក់ផ្អើលសៃមីងបានចូលរួមក្នុងកិច្ចប្រជុំក្រៅបណ្ដាមនុស្សគ្រប់គ្នាបានរៀបចំពិធីជប់លៀងសម្រាប់គាត់ពិធីស្វាគមន៍ដ៏ចម្លែកនេះគឺមិននឹកស្មានដល់អនុប្រធានក្រុមក៏បានបង្កើតក្រុមមួយនៅទីនេះដែរមនុស្សជាច្រើនមកពីយេឡៃបានចែករំលែកគ្នាទៅវិញទៅបានរំពឹងថាលទ្ធផលផ្ទាល់ខ្លួនរបស់ខ្ញុំនឹងអ្នកទាំងពីរសុទ្ធតែល្បីល្បាញនេះធ្វើឲ្យសៃមីងយល់ទទួលបានភាពក្លាហានច្រើននៅថ្ងៃទី41សៃមីងធ្លាប់ភ្ញាក់ពីព្រលឹមការរត់អាចជួយអ្នកទប់ទល់នឹងការលបួងខ្ញុំបានឃើញម៉ូនីទ័រថ្នាក់នៅលើឡានក្រុងគាត់ងុយគេងហើយក៏ឆក់យកទូរស័ព្ទពីមិត្តភ័ក្តិរបស់គាត់បានតាមទាន់ភ្ញាក់ពីដំណេកមួយកន្លែងមុនម៉ោងកំណត់មេក្រុមបានឃើញភាពក្លាហានរបស់មេក្រុមការលំបាកតាមផ្លូវគឺមានតម្លៃបន្ទាប់ពីនោះសៃមីងបានដាក់ខ្លួនគាត់នឹងថ្នាក់របស់គាត់ការចង់វែងក្នុងរចនាប័ទ្មកំ pl ែងទម្រង់នៃការថតរឿងកំ pl ែងត្រូវបានស្វាគមន៍ចុងបញ្ចប់ដែលមកដល់ក៏ត្រឹមត្រូវសម្រាប់យាយមីងគាត់បានត្រៀមខ្លួនសុំទោសអ្នកត្រួតពិនិត្យថ្នាក់ខ្ញុំបានចូលរួមក្នុងការបោះឆ្នោតនៅថ្ងៃទី99មនុស្សគ្រប់គ្នាបានឲ្យលុយដល់កូនរបស់ពួកគេគំនិតនេះគឺដើម្បីជួយគាត់សារភាពអារម្មណ៍នៅតែកំពុងរៀបចំនៅក្នុងបន្ទប់សិល្បៈខ្ញុំបានរៀបចំអំណោយមួយប៉ុន្តែវាប្រែជាអំណោយជាច្រើនសម្រាប់សេមីងដើម្បីប្រគល់ជុំវិញខ្ញុំទូចិត្តដែលធុងទឹកកកគ្រាន់តែញ៉ោដោយមិននឹកស្មានដល់គាត់បានអង្រួនសំណោទាំងនោះអ្នកអាចបញ្ជាក់ពីគឹមខាងទៀតបានសូម្បីតែពេលអ្នកកំ pl ែងរបស់សេមីងក្នុងរឿង The Target ទីបំផុតបានបញ្ចប់និងរៀបចំរួចរាល់ហើយសៀវភៅនេះក្រុងនឹងផ្ញើនៅថ្ងៃទី100គាត់បានឲ្យវាទៅអ្នកត្រួតពិនិត្យថ្នាក់ប៉ុន្តែគាត់បានបណ្ណាល័យអ្នកត្រួតពិនិត្យថ្នាក់រៀនដើម្បីស្វែងយល់ពីទីតាំងពិតប្រាកដការដោះស្រាយបញ្ហាគណិតវិទ្យាពេលអ្នកត្រួតពិនិត្យថ្នាក់ឃើញចុងបញ្ចប់នៃរឿងក្មេងនោះក៏មានកំពុងរៀបចំខ្លួនឡើងទៅសារភាពស្នេហ៍ជាមួយបានចាប់គាត់ត្រចៀករបស់គាត់ទាញគាត់ចូលទៅក្នុងការិយាល័យតែពេលនោះទេដែលកុងស៊ីសៃមីងបានឃើញវាមនុស្សបានសើចចំអកឲ្យគាត់នៅក្នុងវីដេអូសូម្បីតែកៅអីក៏ត្រូវបានផ្លាស់ប្ដូរដែរប៉ុន្តែដោយមិននឹកស្មានដល់មិត្តម្នាក់មកពីសមាគមល្អប៉ុន្តែពួកគេបានជួយគាត់ស្វែងរកជនល្មើសពិតដោយមិននឹកស្មានដល់មនុស្សម្នាក់នេះគឺជាអនុប្រធានត្រួតពិនិត្យថ្នាក់បានសារភាពអារម្មណ៍របស់គាត់ខ្ញុំត្រូវបានគេបដិសេធនោះហើយជាមូលហេតុដែលខ្ញុំបានត្រួតពិនិត្យថ្នាក់បន្ទាប់ពីចេញពីសាលាបានចាត់វិធានការដើម្បីស្វែងរកសេមីងហើយសួរអ្វីបានជាតួឯកស្រីឆ្លើយនៅចុងបញ្ចប់វាគឺជា blank សេមីងដែលមានអារម្មណ៍ភ័យសំណួរសួរថាតើអ្នកត្រួតពិនិត្យថ្នាក់នឹងនិយាយអ្វីត្រួតពិនិត្យថ្នាក់បាននិយាយថាគាត់មិនដឹងចម្លើយទេផ្ទុយទៅវិញគាត់បានដើរទៅថាប់នាងដោយផ្ទាល់ពេលដែលសេមីងហៀបនឹងសារភាពអារម្មណ៍របស់គាត់ភ្លាមៗគាត់បានរំខានគាត់ដោយនិយាយថាគាត់បរិសុទ្ធដុំដែលចូលចិត្តហាត់ប្រាណក៏ដូច្នោះដែរខ្ញុំនឹងចាប់ផ្ដើមណាត់ជួបបន្ទាប់ពីខ្ញុំទៅសាកលវិទ្យាល័យទាំងពីរបានស្វាគមន៍នឹងគ្នាយ៉ាងមុតមមបន្ទាប់ពីចូលរៀននៅសាកលវិទ្យាល័យឥឡូវនេះពួកគេទាំងពីរអាចចាប់ផ្ដើមណាត់ជួបបានហើយខិតខំធ្វើការសម្រាប់ការប្រឡងចូលមហាវិទ្យាល័យប្រហែលជានេះជាអ្វីដែលយុវវ័យនិយាយអំពីយុវសង្ហានៅលើភពកីឡដ្ឋានតាមពិតទៅឡាមានលក្ខណៈអភិរក្សនិយមបន្តិចហើយក៏ដោយសារបានបែកគ្នាជាមួយមិត្តប្រុសរបស់នាងប៉ុន្តែកំពុងគិតដល់បរិសុទ្ធដែលខ្ញុំទើបតែបែកគ្នាកាលពីមួយឆ្នាំនឹងមិត្តល្អបំផុតរបស់នាងនៅជាមួយគ្នាវាបាន20ថ្ងៃហើយយូរ៉ាមានចិត្តទូលាយណាស់អ្នកយល់ព្រមឲ្យពួកគេបង្ហាញទំនាក់ទំនងរបស់ពួកគេជាសាធារណៈយូរ៉ានៅលើទីលានសម្រាប់គូស្នេហ៍នេះបាននាំមកនូវភាពរុងរឿងដល់ថ្នាក់នេះប៉ុន្តែបង្ហាញដោយបើកចំហនៅខាងក្រៅឆាកស្នេហារបស់ពួកគេល្អឥតខ្ចោះណាស់ដែលមនុស្សគ្រប់គ្នាក៏មានសំណងរវាងយូរ៉ានិងអ្នកដទៃទៀតបានខ្ញុំចង់បង្ហាញការរបស់ពិសាយ៉ាងច្រើនប៉ុន្តែគាត់បានដួលពេលកំពុងទទួលដំបងថ្ងាសរបស់គាត់មានពណ៌ក្រហមភ្លឺខ្ញុំសុខចិត្តមិនបាញ់គាត់ឲ្យស្លាប់វិញគាត់ធ្វើពុតជាដួលសន្លប់ប៉ុន្តែមិត្តភក្តិកុមារភាពរបស់គាត់បានរបស់នាងបានធ្វើឲ្យមនុស្សមានជីវិតឡើងចូលដល់មន្ទីរពេទ្យភ្លាមផឹកតែបៃតងភ្លាមស្រវឹងហើយបានស្ទុះទៅរកទាំងយំយូរ៉ាខឹងនឹងនាងខ្ញុំមិនអាចបន្តធ្វើពុតជាមានការភ័ន្តច្រឡំបានពួកគេត្រូវបានស្នើសុំឲ្យចាក់ចេញហើយមើលអ្នកទាំងពីរមើលទៅគួរឲ្យស្រឡាញ់ណាស់ឡាខឹងយ៉ាងខ្លាំងហើយស្រែកហៅគាត់មិត្តភក្តិកុមារភាពរបស់នាងគឺជាសត្វតោមួយគូយូរ៉ាបន្ទាប់ពីកូនស្វាបានត្រឡប់មកផ្ទះខ្ញុំបានឃើញមតិយោបល់របស់មនុស្សគ្រប់គ្នាអំពីអារម្មណ៍របស់ខ្ញុំកាន់តែអាក្រក់ទៅមិត្តល្អបំផុតរបស់ខ្ញុំដែលទុំខ្សោយនឹងគ្មានថែមទាំងទូចង់អូសនាងទៅញ៉ាំអាហារទាំងនេះក៏ធ្វើឲ្យខ្ញុំស្រមៃថាតើយូរ៉ាខ្ញុំមិនទាន់ភ្លេចអតីតមិត្តប្រុសរបស់ខ្ញុំទេទោះបីជាខ្ញុំពន្យល់យ៉ាងណាក៏ដោយក៏នាងមិនមើលគូស្នេហ៍ដែលបង្ហាញក្តីស្រឡាញ់នៅចំពោះពួកគេគឺយូរ៉ាមិនបានគិតពីវាគ្រាន់តែនិយាយថាអ្នកមានសង្សាររួចហើយចំពោះអ្នកណាដែលត្រូវធ្វើពុតជាមិត្តប្រុសរបស់ជាការពិតណាស់ខ្ញុំនឹងទៅរកមិត្តភក្តិកុមារភាពរបស់ខ្ញុំផ្ទះទាំងពីរមានចម្ងាយត្រឹមតែ1ម៉ែត្រលើ1ប៉ុន្តែពីកុមារភាពដល់វ័យពេញវ័យតួអង្គប្រុសទាំងអស់ស្រឡាញ់យូរ៉ាស្នេហាតែមួយគត់របស់នាងគឺបាល់ទាត់ឮថាយូរ៉ាធ្វើពុតជាមិត្តប្រុសរបស់នាងតួអង្គប្រុសបានសុំទឹកមួយកែវវាបានបាញ់ចេញប៉ុន្តែខ្ញុំបានឮថាវាជាខ្លាំងខ្លាជាណាត់ជួបរយៈពេល100ថ្ងៃដើម្បីទទួលបានខ្ញុំចង់ទទួលបានបាល់ទាត់ដែលមានហត្ថលេខានេះគិតទៅវាមិនមែនជារឿងដែលមិនអាចទៅរួចទេក្នុងការបង្ហាញពាក់កណ្ដាលនៃខ្លួនឯងយូរ៉ាបានយល់ព្រមទៅជាមួយពួកគេទាំង4នាក់នាងបានទៅបន្ទប់ទទួលភ្ញៀវប៉ុន្តែតាមពិតនាងមិនបានទៅមកទីនេះពីមុនមកទេខ្ញុំគ្រាន់តែចាំបន្ទប់នេះពិតជាកន្លែងថតរូបឯកជនសម្រាប់គូស្នេហ៍បន្ទប់នេះមានលក្ខណៈអភិរក្សនិយមហើយអ្នកដើមមានការភ័យរន្ធត់យ៉ាងខ្លាំងនៅពេលដែលគាត់បានឃើញបន្ទប់មួយស្រទាប់ជាប់លើមុខតួអង្គប្រុសនៅក្នុងវីដេអូផ្លែឈើស្ករក្រប់គឺខ្ញុំចង់រកកន្លែងអានសៀវភៅខ្ញុំមិនបានរំពឹងថាកម្មវិធីទូរទស្សន៍ទាំងអស់ដែលខ្ញុំបានដែលពោពេញដោយធម្មពលយូឡារវល់គាត់បានបិទទូរទស្សន៍ភ្លាមដោយសំឡេងជើងញ័រប៉ុន្តែសំឡេងរបស់មិត្តល្អបំផុតនិងអតីតមិត្តស្រីរបស់ខ្ញុំបានមកពីក្រៅជើងយ៉ាងតាក់ទងនឹងសន្ទុះវាមិនតិចជាងក្រុមដទៃទៀតម្នាក់ធ្វើពុតជាថាតួអង្គប្រុសទោះជាយ៉ាងណាក៏ដោយតួអង្គប្រុសបានរិះគន់យូរ៉ាបាញ់តានៅត្រើយផ្លូវទៅបរោះនោះខ្ញុំបានឃើញសារដែលខ្ញុំបានផ្ញើដោយចៃដន្យភ្នែករបស់បរោះត្រូវបានហ្វឹកហាត់អភិរក្សជាមួយនឹងសាច់ដុំពេញរាងកាយយូរ៉ាខ្មាស់អៀនណាស់អញ្ជើញយូរ៉ាទៅសួនកំសាន្តចូលរួមការណាត់ជួបគូស្នេហ៍នឹងអតីតមិត្តប្រុសរបស់ខ្ញុំបានថតរូបដ៏ពេញនិយមមិត្តល្អបំផុតរបស់ខ្ញុំទូចង់ថតរូបគូស្នេហ៍យូរ៉ាក៏មិនអាចថតរូបបានទៀតទេការធ្វើពុតជាគូស្នេហ៍មិនត្រូវបានអនុញ្ញាតទេខ្ញុំមិននឹកស្មានថានឹងជួបរឿងទាំងនេះទេតួអង្គប្រុសគឺជាបរិសុទ្ធសាស្ត្រគាត់បានលើកយូរ៉ាឲ្យដឹកនាងនៅលើក្នុងស្ដាប់ការចំអករបស់អ្នកទាំងអស់គ្នា
ឡាក់វីបានប្រើប្រាស់បាល់ទាត់ជាកម្លាំងជំរុញខ្ញុំចង់ថតតួអង្គប្រុសម្ដងទៀតថាបមួយផ្លែដើម្បីគេចពីវាប៉ុន្តែនៅចាំពាក្យចំអករបស់អតីតមិត្តប្រុសរបស់នាងក្បាលម្ដងទៀតដោយចំអកពេលពួកគេថាប់តបវិញពិតមែនតួអង្គប្រុសបាននិយាយថាគាត់មិនចង់បន្តទេអ្នកទាំងពីរនៅតែបន្តឈ្លោះប្រកែកគ្នាប៉ុន្តែពេលខ្ញុំឃើញយូរ៉ាដួលកាន់នេះបរិះនៅតែត្រូវបានបញ្ឈប់ហើយប្រគល់ឲ្យនាងតួអង្គប្រុសបានត្រដុសជើងរបស់គាត់ហើយសួរនាងតើអ្នកខឹងនឹងអតីតមិត្តប្រុសរបស់អ្នកខ្លាំងពេកទេយូរ៉ាបានសារភាពអារម្មណ៍របស់នាងព្រោះនោះជាស្នេហាដំបូងរបស់នាងដូច្នេះខ្ញុំមិនចង់ទទួលយកលទ្ធផលនេះទេភ្លេចដោយគ្មានអារម្មណ៍នៃវត្តមានតួអង្គប្រុសដឹងថានាងមិនចូលចិត្តអតីតសង្សាររបស់នាងទេទីបំផុតបានធូរស្រាលហើយបន្ទាប់ពីមានយូរ៉ានៅតែមិនអាចចាក់ចេញបានអ្នកណាជាអ្នកសង់ផ្ទះឲ្យពួកគេទាំងពីរវាពិតជាពិបាកណាស់ក្នុងការទៅដល់ទីនោះនៅលើជំនឿត្រឡប់ទៅផ្ទះវិញប៉ុន្តែឪពុកម្ដាយរបស់យូរ៉ានៅមានតែតួអង្គប្រុសទេដែលយូរ៉ាបានសែងបរិះនោះចូលទៅក្នុងផ្ទះគាត់ត្រូវបានគ្រប់ដណ្ដប់ដោយញើសហើយដោយមិនដឹងខ្លួនគាត់លើកអាវឡើងជូតញើសហើយមើលសាច់ដុំពុះ8កង់កំណែបរិះយូរ៉ាមិនអាចទប់ទឹកមាត់បានទេតួអង្គប្រុសបានចាប់គាត់កំពុងស្រក់ទឹកមាត់បរិះរឹងរូសសើចចំអកគាត់បានដោះសម្លៀកបំពាក់ទាំងអស់ចេញហើយបានឃើញយូរ៉ាសម្លឹងមើលខ្លួនឯងដោយយកចិត្តទុកដាក់គាត់បានលើកជើងរបស់គាត់ឡើងហើយច្របាច់យូរ៉ាកាន់តែតួអង្គប្រុសកាន់តែខិតជិតដល់ក្រែកាន់តែខិតជិតមុខរបស់យូរ៉ាគាត់កាន់តែមានអារម្មណ៍បានបិទភ្នែករបស់នាងដូចជាកំពុងរងចាំតួអង្គប្រុសដែលកំពុងថាប់គ្នានោះការប្រយុទ្ធគ្នារវាងបរិះទាំងពីរនាក់នេះពិតជាគួរឲ្យហើយបានអាការ៉េមទៅយូរ៉ាបន្ទាប់ពីលាបក្រណាត់ស្អំរួចខ្ញុំក៏មានគម្រោងចៃយូរ៉ានៅតែហៅគាត់ដើម្បីបង្ហាញការដឹងគុណខ្ញុំមិនបានរំពឹងថានឹងមានតែបរិះវិញហើយដាក់វាម្ដងទៀតគាត់ត្រូវបានគេសង្កត់លើក្រែហើយត្រូវបានប៉ះពាល់ត្រូវបានថាម្ដងទៀតដោយការពីសម័យមុនយូរ៉ាដែលកំពុងយាមគឺដូចជាកូនឆ្មាដ៏ទន់ភ្លន់ឲ្យគាត់ប៉ះនាងរហូតដល់បរិះនោះលេខនោះសឹកប្រាប់ក្នុងត្រចៀករបស់គាត់តើការធ្វើជាក្មេងស្រីអភិរក្សនិយមល្អទេវាជាសុបិនមួយខ្ញុំនឹងជួបអ្នកនៅថ្ងៃបន្ទាប់យូរ៉ាមានអារម្មណ៍មិនស្រួលបន្តិចអំឡុងពេលពីមុនគាត់ដូចជាសត្វត្រឆានមិត្តប្រុសរបស់ខ្ញុំនៅពេលនេះពោពេញដោយមុនស្នេហ៍បរិះទឹកផឹករបស់តួអង្គប្រុសនៅពេលដែលមនុស្សបាញ់អាប់ពួកគេក៏ខ្ញុំបានមើលវាដោយយកចិត្តទុកដាក់រហូតដល់វាមិនមែនឡើងទៅទេប៉ុន្តែជាគ្រាប់ទឹកនីមួយស្នេហាផ្អែមល្ហែមត្រូវបានចាប់យកដោយតួអង្គរាងការលួចមើលរបស់គាត់ទៅកាន់ជាយូទាញថយក្រោយហើយជិតប្រមាថចិត្តរបស់គាត់បានចាប់ផ្ដើមការពីយប់មិញលីតែងតែមិនអាចជួយអ្វីបានក្រៅពីស្រឡះនោះរឹងមាំនឹងព្រៃផ្សៃសូម្បីតែរូបកាយក៏ត្រូវបានគូឡើងដែរផ្លែប៉ោមក៏មានសាច់ដុំពុះ8កង់ដែរស្ថានភាពបែបនេះនៅក្នុងថ្នាក់អប់រំកាយខ្ញុំមិនដែលឃើញតួអង្គប្រុសណាម្នាក់ចុះចាញ់ឡើយញើសតែធ្លាក់ក៏ហាក់ដូចជាព្រះពុទ្ធកំពុងភ្លឺចែងចាំងហើយជាព្រះពុទ្ធធម្មតាមួយគាត់អាចធ្វើឲ្យបាល់ទាត់ហោះហើរបានកំពុងគិតអំពីឃ្លារបស់សែនលេងបរិះនៅលើឆ្នេរកំពុងសើចយូរ៉ាមានអារម្មណ៍ពេលនាងរត់មករកនាងខ្ញុំពិតជាសោកសៅបន្តិចមែនប៉ុន្តែនោះមិនមែនជាករណីរបស់ក្មេងប្រុសដទៃទៀតទេកម្លាំងទាំងនេះច្បាស់ជាដូចគ្នាតួអង្គប្រុសស្លៀកតែស្រោមជើងដូច្នេះការមានរូបសង្ហាអាចជាហេតុផលសម្រាប់គូស្នេហ៍យានលីពិតជាមានសង្ឃឹមមែនឬជ្រុងនីមួយនៅខាងក្នុងពោពេញទៅដោយបរិះតួលេខនៃលេខគឺច្បាស់ចំពោះយូឡានេះគិតថាប្រសិនបើអ្វីនៅតែបន្តបែបនេះដើម្បីបញ្ចប់ទំនាក់ទំនងដ៏ខ្លីនេះគាត់បានណាត់ជួបជាមួយក្មេងប្រុសនោះបន្ទាប់ពីចេញពីសាយឲ្យច្បាស់លាស់ខ្ញុំមិននឹកស្មានថានឹងឃើញរឿងនេះទេខ្ញុំបានឃើញតួអង្គប្រុសម្នាក់នៅជាមួយនារីម្នាក់អ្នកជួបបារីទាំងពីរនាក់ក៏មានដូចគ្នាដែរវិញសិនខឹងខ្លាំងពេកធ្វើឲ្យយូរ៉ាខឹងម្ដងទៀតគាត់បានប្រើជំនាញស្រែករបស់គាត់ដើម្បីត្រឡប់ទៅតាមផ្លូវនាងមិនអាចជួយខ្លួនឯងបានទេពីតួអង្គប្រុសនិងតួអង្គស្រីនោះទោះបីជាទំនាក់ទំនងរវាងតួឯកប្រុសនិងតួឯកស្រីថាពួកគេគ្រាន់តែជាមិត្តរួមថ្នាក់ប៉ុណ្ណោះប៉ុន្តែនៅតែមិនព្រមលេងវាចោលហើយបន្តស៊ូខ្ញុំតួអង្គប្រុសអាចនៅជាមួយតួអង្គស្រីផ្សេងទៀតដោយគេសើចនឹងលេងសើចហើយថែមទាំងសម្លឹងមើលសក់របស់បរិះក៏ខឹងខ្លាំងដែរយូរ៉ាគ្មានសិទ្ធិសួរនាងទេទោះជាយ៉ាងណាក៏ដោយយូរ៉ាបានធ្វើពុតជាម្នាក់ដោយការធ្វើជាគូស្នេហ៍ជាលេខកណីបរិះនោះបាននិយាយថានាងលេងចង់បានបាល់ទាត់ទៀតហើយនោះបញ្ចប់ការធ្វើពុតជាគូស្នេហ៍របស់យើងអំឡុងពេលថ្នាក់អប់រំកាយយូរ៉ាបរិះនោះមានអាការៈឈឺពោះយ៉ាងខ្លាំងហើយដោយមិនដឹងខ្ញុំចង់នាំនាងទៅមន្ទីរពេទ្យភ្លាមៗតែសិទ្ធទាំងអស់នៅក្នុងបន្ទប់ស្ថានភាពស្រាប់តែខ្លាចជាឆ្កងបន្តិចខ្ញុំបានបោះបង់ចោលកណីបរិះដែលឆ្កងនោះយូរ៉ាបានវិលត្រឡប់មកក្រុមវិញខ្លះខ្ញុំសម្លឹងមើលនាងដោយមិនសប្បាយចិត្តនាងបានក្រោកឡើងហើយទៅមន្ទីរពេទ្យដោយខ្លួនឯងនាងបានពិពណ៌នាងអំពីអាកប្បកិរិយាចម្លែកថ្មីរបស់នាងខ្ញុំបានប្រាប់គ្រូពេទ្យគ្រប់យ៉ាងហើយគ្រូពេទ្យបាននិយាយថានេះជារោគសញ្ញាមុនពេលមករដូវរោគសញ្ញាក៏នឹងលេចឡើងដោយខ្លួនឯងដែរលុះដល់ពេលនោះទើបគាត់ធូរស្រាលដោយអាកប្បកិរិយាមិនការរដូវវាមិនមានអ្វីពាក់ព័ន្ធជាមួយតួអង្គប្រុសរបស់ខ្ញុំបានណែនាំយើងទាំង4នាក់ឲ្យសម្រាប់វិស្មការកណីបរិះដោយផ្ទាល់នាងបាននិយាយថានាងមិនចង់ទៅយូរ៉ាទេមុននឹងរកលេមិត្តប្រុសខ្ញុំនិយាយថាពួកគេនឹងចូលទៅក្នុងអំឡុងពេលអស់កម្លាំងការគោរពខ្លួនឯងមានកម្រិតយូរដ៏រឹងមាំមិនអាចទ្រាំទ្រនឹងអ្នកជំនួសបានទេតួអង្គប្រុសបានយល់ព្រមភ្លាមអញ្ជើញតួអង្គប្រុសឲ្យនិយាយអំពីពួកគេទាំងពីរបានចប់ហើយប៉ុន្តែអ្នកឡាឆាបាននិយាយថាការធ្វើហួសហេតុពីមុនរបស់គាត់កិរិយានេះគឺដោយសារតែវត្តរដូវរបស់ខ្ញុំនាងនឹងមិនធ្វើវាម្ដងទៀតទេបន្ទាប់ពីរឿងនេះការជ្រៀតជ្រែកជាមួយបញ្ហាផ្សេងទៀតដែលតាក់ទងនឹងការបានចប់ហើយប៉ុន្តែលេខបរិះនៅចាំលេងហ្គេមគួរឲ្យធុញបែបនេះជាមួយនាងលេងនៅតែបន្តរហូតដល់យូរ៉ាយកវីបើដែលបងប្រុសខ្ញុំបានផ្ញើទៅសម្បត្តិសម្រាប់ការប្រកួតគឺសម្រាប់តែក្រុមបរិះបន្តធ្វើពុតជាគូស្នេហ៍របស់នាងអនុញ្ញាតឲ្យតួអង្គប្រុសទៅប្រទេសអង់គ្លេសជំនួសប្រទេសបានមើលកណីបរិះកំពុងមើលពន្លឺស្រោមសម្បត្តិភ្លឺចែងចាំងពិបាករកណាស់មានតែអ្នកដែលនិយាយថាទេនៅក្នុងវិមានប៉ុណ្ណោះយូរ៉ាអាចស្នាក់នៅបានតែ2បន្ទប់ប៉ុណ្ណោះបង្ខំចិត្តចែករំលែកបន្ទប់ជាមួយអ្នកដំណើរក្រុមសម្លឹងមើលនរណាម្នាក់ដែលទើបតែញូតទឹករួចហើយត្រូវបានរំលាយយ៉ាងខ្លាំងពួកគេទាំងពីរនាក់មិនព្រមចុះចាញ់នឹងការឈ្លោះអង្គការគ្នាអំពីពីដោយចៃដន្យការបូបរបស់យូរ៉ាបានជ្រុះចេញយូរ៉ាប្រអប់តូចលាតសន្ធឹងយ៉ាងលឿនចេញទៅក្រៅហើយជន់ឈ្លីតួអង្គប្រុសឲ្យមើលនាងមានអារម្មណ៍ចង់ដឹងចង់ឃើញហើយនាងនឹងភ្ញាក់រឿងអ្វីកើតឡើងយូរ៉ាបានធ្វើលេខថានាងមើលតួអង្គប្រុសពេលកំពុងហាត់ប្រាណយូរ៉ាគ្រាន់តែដកដង្ហើមធូរស្រាលខ្ញុំខឹងខ្លាំងណាស់មិននឹកស្មានថាតួអង្គប្រុសនឹងស្ងាត់ឆក់យកវាមកវិញពីការវាយប្រហារដែលមិនស្មានដល់ការភ្ញាក់ផ្អើលកំពុងសម្លឹងមើលស្រោមអនាម័យនៅពីមុខគាត់រងចាំដោយទឹកមុខមិនជឿហ្វេយូឡាបានពន្យល់ថាវាទើបតែពេលនេះទេបានឃើញផ្នែកខាងមុខនៅពេលនាងកំពុងដើរទិញអីវ៉ាមិត្តប្រុសខ្ញុំបានយកប្រអប់មួយហើយនៅតែរើគាត់សម្លឹងមើលមោទនភាពរបស់គាត់ដោយទឹកមុខរឹងរូសតែយូរ៉ាដ៏ខ្លាំងក៏ទៅយកវាដែរប្រអប់មួយនៅពីមុខអតីតមិត្តប្រុសរបស់ខ្ញុំបងវាគេបាត់នៅចំពោះមុខមិត្តល្អបំផុតរបស់ខ្ញុំប្រសិនបើអ្នកលក់ហាងប្រាប់ក្មេងជំទង់នោះទំហំបរិះនេះមិនអាចប្រើនៅឆ្នាំនេះបានទេមនុស្សគ្រប់គ្នានិយាយមិនចេញពេលឃើញរឿងនេះតើអ្នកអាចទិញរបស់របរដោយចៃដន្យបានទេទីដើម្បីថតរូបពីចម្ងាយខ្ញុំចៃដន្យឲ្យបានឃើញសិស្សប្រុសកំពុងហែលទឹកខ្ញុំមិនអាចទុកចិត្តថតរូបបានទេឈុតឆាកដែលបរិះនោះងើបចេញពីទឹកគឺនៅក្នុងខ្លួនរបស់គាត់ពោពេញដោយស៊ីវយូម្ដងទៀតយូរ៉ាក៏មានការភ្ញាក់ផ្អើលផងដែររឿងនេះកាត់ឡើងទោះបីជាវាមិនមែនជារដូវរោគសញ្ញារបស់យូរ៉ាចាប់ដើមម្ដងទៀតហើយនាងចាប់ស្រាមមើលថាពួកគេទាំងពីរនាក់មកពីកន្លែងតែមួយនោះបានងើបចេញពីទឹកយ៉ាងសកម្មគាត់បានថាប់នាងហើយជ្រមុជខ្លួននៅក្នុងនោះខ្ញុំត្រូវបានមិត្តល្អបំផុតរបស់ខ្ញុំដាស់ពេលខ្ញុំកំពុងតែអបបំផុតរបស់យូរ៉ាបានសួរដោយចង់ឲ្យបានជានាងចូលចិត្តតួអង្គប្រុសយូរ៉ាចង់បានបរិសុភាពរៀបសារសេងយូឡាមិនអាចជួយអ្វីបានក្រៅពីធ្វើជាបានឃើញលេខនោះជាសញ្ញាមួយមកដល់កណីបរិះគឺសប្បាយចិត្តខ្លាំងណាស់លើកលែងតែលទ្ធផលសិក្សាមិនល្អមិនដឹងអ្វីទាំងអស់ខ្វះកណីបរិះដ៏ធំនិងសុភាពរៀបសារពួកគេក៏បានរៀបចំអាហារសម្រាប់មនុស្សគ្រប់គ្នាផងដែរអតីតមិត្តប្រុសរបស់ខ្ញុំបានយកចេញច្រើនបរិះនោះបានបដិសេធមិននិយាយថាគាត់ជានរណាខ្ញុំមិនសូវផឹកទេប៉ុន្តែពេលខ្ញុំមើលថាបន្ទាប់ពីការចំអករបស់គូស្នេហ៍សេចក្តីល្អរបស់បរិះនោះត្រូវបានបំផុសសេងយីបែរខ្លួនត្រឡប់ទៅកៅអីវិញហើយមនុស្ស4នាក់នៅលើកៅអីចាប់ដើមលេងយូរ៉ាត្រូវបានសុំឲ្យអង្គុយសម្លឹងមើលគ្នាទៅវិញទៅមកនៅលើផ្លូវរបស់តួអង្គប្រុសវានៅតែជាតួឯកប្រុស
ខ្ញុំមិនអាចជួយអ្វីបានក្រៅពីសាច់ទេគាត់សម្លឹងមើលយូរ៉ាដោយស្រាពីនៃមួយកែវអតីតមិត្តប្រុសរបស់ខ្ញុំបានអង្អែលថ្ងាសខ្ញុំពេលដល់វិញតួអង្គប្រុសនាងបានប្រើនាងបានងើបឡើងវិញដោយអស់ពីសមត្ថភាពហើយទីបំផុតបានអាចចេញបន្ទប់របស់នាងបានស្រវឹងយូរ៉ាហ៊ីបនឹងត្រឡប់ទៅបន្ទប់របស់នាងវិញទោះជាយ៉ាងណាក៏ដោយហានីបាននិយាយទាំងស្រវឹងអ្នកទាំងពីរបានថាប់គ្នាហើយយូរ៉ាមិនបានវិទេស្ដាប់អ្នកស្រវឹងពីរអ្នកនេះនិយាយពេលខ្ញុំក្រោកឡើងត្រៀមចេញដំណើរភ្លាមស្រាប់តែនាងត្រូវបានទាញចូលទៅក្នុងដៃរបស់តួអង្គគាត់បានសង្កត់ក្បាលនាងចុះហើយថាបនាងឡាគិតក្នុងចិត្តថានាងត្រូវប្រញាប់ជប់សិនតែរាងកាយនៅដដែលមួយនាទីបានកន្លងផុតទៅចាប់តាំងពីកម្មវិធីកំណត់ម៉ោងឆាប់តែបញ្ចប់ហើយគាត់ទើបតែក្រោកឈរឡើងតួអង្គប្រុសស្រវឹងក្រោកឡើងហើយក្មេងនោះបានសន្លប់នៅទីបញ្ចប់មនុស្សតែម្នាក់គត់ដែលនៅសល់ដែលនៅដឹងខ្លួនគឺយូរ៉ានាងបានប្រាប់យូរ៉ាអំពីអតីតមិត្តប្រុសរបស់នាងជីវិតខ្លីណាស់ដូច្នេះត្រូវឆ្លៀតថ្ងៃនេះប្រសិនបើអ្នកចូលចិត្តនរណាម្នាក់ចូលមានភាពក្លាហានទោះបីជាយើងពិចារណាលើសេណារីយ៉ូដ៏អាក្រក់នាងបាននិយាយថាវាគ្រាន់តែជារបួសតូចមួយក្មេងស្រីអភិរក្សនិយមបែបនេះនាងអាចថាបតួអង្គប្រុសដោយបាត់ចំនេះបង្ហាញថាយូរ៉ាពិតជាចូលចិត្តបុរសណាស់ហើយយូឡាបានរំលឹកឡើងវិញជាមួយព័ត៌មានលម្អិតតូចរបស់តួអង្គប្រុសខ្ញុំមានអារម្មណ៍រំជើបរំជួលក្នុងចិត្តសម្បីតែស្នេហាក៏បានបំពេញមេឃផងដែរនាងបានឃើញកណ្ដីបុរសនោះដោយក្តីរំភើបបន្តិចនៅតែដេកលើកៅអីក្បែរអាងហែលទឹកពួកគេបានគ្រប់នាងដោយភួយនោះមិនអាចជួយអ្វីបានក្រៅពីសម្លឹងមើលរបស់នាងមើលទៅសេកស៊ីគាត់ចង់លូកដៃទៅប៉ះបូមាត់នាងដោយមិននឹកស្មានដល់តួអង្គប្រុសក៏ភ្ញាក់ឡើងនាងបានសួរយូរ៉ាអំពីអ្វីដែលនាងចង់ធ្វើអ្វីដែលយូរ៉ាមិនបាននិយាយប៉ុន្តែបែរជាហាមឡើងគាត់បានប្រមូលភាពក្លាហានដើម្បីទៅថាបនាងដោយបុរសដែលបានឡើងទៅហើយទទួលបានការលើកទឹកនេះផ្ទាល់ខ្លាំងហើយភ្លាមក្មេងស្រីនោះអបផ្លូវរបស់នាងពួកគេបានថាបគ្នាយ៉ាងស្រាប់ស្រាលរហូតដល់ដៃបុរសនោះយឺតយូរ៉ាហាក់ដូចជាមានអារម្មណ៍នៅពេលដែលវាត្រូវបានបញ្ចូលនៅពេលដែលភាពរីករាយរបស់បុរសបានទៅដល់នាងចិត្តខ្ញុំចាប់ផ្ដើមស្រែកធ្ងន់ដោយការត្អូញត្អែរប៉ុន្តែទោះជាយ៉ាងណាក៏ដោយនាងមិនបានទប់ទល់នឹងការបាត់បង់បុរសវាគឺជាតួអង្គប្រុសដែលបានចាត់វិធានការជប់ហើយងាកមើលទៅយូរ៉ាអភិរក្សនិយមជប៉ុនគាត់ខ្មាស់អៀនពេកមិនអាចនិយាយបានរហូតដល់តួអង្គប្រុសបានចាត់វិធានការដើម្បីនិយាយយើងត្រឡប់ទៅបន្ទប់វិញវាត្រជាក់ហើយបន្ទាប់មកពួកគេក៏បែកគ្នាហើយមើលកណ្ដីបុរសយូរ៉ាចាប់ផ្ដើមទប់ទឹកភ្នែកម្ដងទៀតពេលឃើញខ្ញុំមិនអាចជួយអ្វីបានក្រៅពីឆ្ងល់ថានាងចង់មានតួអង្គប្រុសចេញពីបន្ទប់ទឹកយូរឡាធ្វើពុតជាដេកលក់យ៉ាងលឿនមែនទេការគិតអំពីរឿងនេះនាំទៅរករឿងទី2ធានយូឡាចាប់ផ្ដើមគិតអំពីកំណែបុរសនាងមានអារម្មណ៍ថាបុរសនោះមានទំនាក់ទំនងជាមួយនាងចំនួននេះគួរតែត្រូវបានចាត់ទុកថាជាបុរសខ្ញុំមិនអាចទប់សំណាច់បានទេដោយខ្មាស់អៀននាងក្រោកឡើងព្រោះខ្ញុំមានមិត្តម្នាក់សួររកមូលហេតុមិត្តល្អបំផុតរបស់ខ្ញុំបាននិយាយថាពួកគេបានបីជាពួកគេជាសង្សារនឹងគ្នាក៏ដោយយូរ៉ាមានអារម្មណ៍រីករាយបន្ទាប់ពីទទួលបានការបាសៀឥឡូវនេះកំពុងសម្លឹងមើលតួអង្គបុរសភ្នែករបស់នាងពោពេញដោយភាពផ្អែមល្ហែមហើយនាងមានភាពសេរីបន្ថែមម្ហូបសម្រាប់តួអង្គប្រុសហើយនិយាយលាពួកគេក៏បានបញ្ចេញមិត្តរបស់ពួកគេយ៉ាងក្លាហានមនុស្សស្រឡាញ់តែងតែមើលថែអ្វីហាក់ដូចជាអស្ចារ្យសម្រាប់យូរ៉ាមិនត្រឹមតែខ្ញុំមានអារម្មណ៍ថាស្បែករបស់ខ្ញុំល្អជាងតែនៅក្នុងបង្អួចផ្ទាល់ខ្លួនក៏ដោយអ្នកអាចស្រឡាញ់តួអង្គប្រុសណាក៏បានដែលអ្នកឃើញនៅឡើយនាងបានផ្ញើសារទៅកាន់កណ្ដីបុរសនោះសារនោះគ្រាន់តែជាការហៅទូរស័ព្ទពីលេខបុរសម្នាក់ពេលខ្ញុំពិបាកចិត្តខ្ញុំបានស្ដាប់ការសន្ទនារវាងក្មេងស្រីទាំងពីរនាក់ដោយដឹងថាក្មេងប្រុសនោះនឹងចាប់អារម្មណ៍នឹងក្មេងស្រីដែលគាត់បានចំណាប់អារម្មណ៍ភ្លាមដោយមានអារម្មណ៍ច្របូកច្របល់បន្តិចខ្ញុំមិននឹកក៏បានបដិសេធបានរួមញ៉ាំអាហារជាមួយគាត់ដែរការនាំនាងទៅហាងអ៊ីនធឺណិតក៏បដិសេធយូរ៉ាបន្តគិតហេតុអ្វីបានជាតួអង្គប្រុសធ្វើបែបនេះសាកល្បងថាតើអ្នកមិនបានធ្វើគ្រប់គ្រាន់ឬអត់ពេលគ្មានអ្នកណានៅផ្ទះអ្នកដឹងពីកណ្ដីបុរសនាងបានប្រមូលភាពក្លាហានរបស់នាងហើយសួរលេខខ្ញុំអាចទៅទីតាំងតួអង្គប្រុសដោយខ្លួនឯងបានទេនាងបានចុះចាញ់នឹងមុនស្នេហ៍របស់យូរ៉ាយ៉ាងងាយបន្ទាប់ពីស្លៀកពាក់រួចនាងបានបើកបេះដូងខ្ញុំលោតញាប់ពេលខ្ញុំទៅរកបុរសបន្ទាប់ពីស្ទាក់ស្ទើរអស់រយៈពេលយូរទីបំផុតខ្ញុំបានចូលកណ្ដឹងទ្វារប៉ុន្តែបានរងចាំអ្នកណាបើកទ្វារទេស្រាប់តែដឹងថាជាបុរសអានថាគ្មាននរណាម្នាក់នៅផ្ទះគឺមិនពិតទេគ្មាននរណាម្នាក់នៅក្នុងកន្លែងហាត់ប្រាណនោះទេខ្ញុំចៃដន្យរកអ្នករួមបន្ទប់ប្រុសពេលខ្ញុំកំពុងរកគាត់ខ្ញុំបានឃើញក្មេងស្រីនោះពីលើកចុងក្រោយជាមួយអង្គប្រុសកំពុងហាត់ប្រាណជាមួយគ្នារួមជាមួយមនុស្សពីរនាក់ស្ទើរតែដូចគ្នាបេះបិទទៅនឹងស្នាមសាក់គូស្នេហ៍សេងយូឡាបានសួរអ្នកនៅសំណួរមួយតើពួកគេកំពុងណាត់ជួបមែនទេបន្ទាប់មកបុរសបានមានក្រោយហើយអត់ចេះលេខនោះបានតាមទាន់នាងយូរ៉ាមានការងឿងឆ្ងល់ទាំងស្រុងនាងបានសួរនាងដោយកំហឹងថាហេតុអ្វីបានជានាងមានស្នាមសាក់គូស្នេហ៍ដែលត្រូវគ្នារួចហើយប៉ុន្តែខ្ញុំត្រូវប្រាប់នាងពីអតីតកាលរបស់ខ្ញុំជាមួយនាងតើរបស់ទាំងនោះមានន័យយ៉ាងណាដែលតួអង្គប្រុសចង់បាននិយាយអ្វីមួយប៉ុន្តែនៅតែមិននិយាយក្មេងស្រីចម្លែកនោះក៏បានដើរតាមដែរខ្ញុំបានដើរមកហើយឃើញគូប្រជែងរបស់ខ្ញុំយូរ៉ាងាកមករត់ត្រឡប់ទៅផ្ទះវិញគាត់បានទាញវាំងនុនបិទចិត្តហើយនៅម្នាក់ឯងរួញខ្លួនក្នុងភួយជិះចាប់អារម្មណ៍សោកសៅនេះក៏ខ្លាំងដែរនាងមានអារម្មណ៍មិនស្រួលហើយចង់មានអារម្មណ៍ខ្លួនឯងរាងកាយរបស់គាត់ទាំងមូលត្រូវបានរហែកជាយូរ៉ាបន្ទាប់ពីយំខ្ញុំស្បត់ថាខ្ញុំនឹងមិនពឹងផ្អែកលើវាម្ដងទៀតទេនោះថែមទាំងបិទបង្អួចទៀតផងនាងបានក្រោកឡើងហើយទៅសាលារៀនគាត់បានបដូរកៅអីហើយប្រកាសប្រាប់មនុស្សគ្រប់គ្នានាងបានបែកបាក់ជាមួយមិត្តប្រុសរបស់នាងសិស្សដែលមានចិត្តចង់ដឹងបានប្រមូលផ្ដុំគ្នាចង់វិភាគចាំអារម្មណ៍ខ្លះប៉ុន្តែយូរ៉ាមិនបានអើពើនឹងការបង្រៀនតូចតាចរបស់ពួកគេយើងតែងតែជួបគ្នានៅក្នុងបន្ទប់សិស្សទាំងពីរនាក់បានឆ្លោះប្រកែកគ្នាហើយពួកគេមនុស្សពីរនាក់ចាប់ផ្ដើមឆ្លោះប្រកែកគ្នាវាមានសម្លេងរំខានច្រើននៅក្នុងថ្នាក់រៀនទោះជាយ៉ាងណាក៏ដោយសិស្សទាំងនោះមិនបានបង្ខំវាពិតជាប្រសើរជាងកុំបញ្ចេញសម្លេងណាត់ជួបមិត្តរួមថ្នាក់ការបែកបាក់គ្នាគឺពិបាកសម្រាប់មនុស្សគ្រប់គ្នាក្រុមគ្រួសារយុវជននឹងនៅជាមួយអ្នកទាំងអស់គ្នាការបោះតង់ជាមួយក្រុមគ្រួសារក៏មិនមែនជាជម្រើសមួយនៅក្នុងលើកលែងយូរ៉ាបានគិតអំពីវាខ្ញុំបានបដិសេធដោយមិនគិតប៉ុន្តែម៉ាក់ខ្ញុំបាននិយាយថាលេខប្រុសគេគ្រួសារខ្ញុំហ៊ាននឹងចាក់ចេញពីទីក្រុងនេះទីបំផុតយូរ៉ាបានចូលរួមយើងបានជួបគ្នានៅក្នុងការជួបជុំនេះអ្នកទាំងពីរមិនអើពើនឹងគ្នាទៅវិញទៅមកពួកគេនៅឆ្ងាយពីគ្នាដោយម្នាក់លេងល្បែងរៀនបានកត់សម្គាល់ឃើញទូរស័ព្ទភាពចម្លែករវាងអ្នកទាំងពីរបានធ្វើឲ្យពួកគេពេលយើងទៅទិញអីវ៉ាន់ហើយរងចាំអាហារតួអង្គប្រុសបានក្អួតចូលទៅក្នុងមាត់របស់យូរ៉ាជាផ្សែងពិតជារំខានដល់យូរ៉ាខ្លាំងណាស់ថតរូបជាមួយទូរស័ព្ទរបស់អ្នកភស្តុតាងដែលបង្កឲ្យមានការចាប់ប្រកាន់របស់តួអង្គប្រុសបានចាំដៃរបស់យូរ៉ាបានដួលម្ដងទៀតពេលកំពុងជិះយន្តហោះតួអង្គប្រុសនោះបានអង្គុយចុះភ្លាមហើយថតរូបគាត់រូបថតអាក្រក់ទាំងនោះក៏ត្រូវបានគេនិយាយថាអ្នកទាំងពីរបានជួបប្រកែកគ្នាភ្លាមលើវេទិកាយូរ៉ាប្រញាប់លើកទូរស័ព្ទរបស់នាងបុរសនោះបានលើកទូរស័ព្ទដាក់លើទ្រូងហើយសួរថាតើអ្នកនៅតែហ៊ានលួចកណ្ដីបុរសទេទោះបីជាអ្នកចង់ធ្វើអ្វីក៏ដោយអ្នកមិនអាចលួចយកសម្លេងរបស់ទូរស័ព្ទចុះដោយមិនបានគិតអ្វីទាំងទូរស័ព្ទរបស់បុរសនោះត្រូវបានគេបោះចោលវាខូចអស់ហើយបែបនេះមើលយូរ៉ាគាត់បានដុតម៉ាស្ម៉ាឡូដូច្នេះខ្ញុំបានស្នើជួយនាងឲ្យភ្ញាក់ឡើងយូរ៉ាស្រាប់តែសួរថាតើបុរសនោះតើនឹងមានអ្វីកើតឡើងចំពោះមិត្តស្រីរបស់ខ្ញុំប្រសិនបើខ្ញុំទេសាឡានធ្វើអ្វីទាំងអស់គាត់នៅតែបន្តកិច្ចវិការឆ្លើយតបទំនាក់ទំនងរវាងអ្នកទាំងពីរកាន់តែច្បាស់ឡើងកប៉ាល់ហៀបនឹងចាក់ចេញពីយូរ៉ាខ្ញុំនឹងចែកបាល់ដែលមានហត្ថលេខាគាត់ចាំទូរស័ព្ទរបស់គាត់ខ្ញុំបានបំផ្លាញវាដោយខ្លួនឯងដូច្នេះខ្ញុំអាចរកវាបានតែប៉ុន្តែខ្ញុំបានជួបក្មេងស្រីចម្លែកនោះខ្ញុំចង់ធ្វើពុតជាខ្ញុំមិនបានឃើញវាប៉ុន្តែក្មេងស្រីនោះបានហៅគាត់នាងបានប្រាប់យរថានាងរងរបួសខ្ញុំបានបោះបង់ចោលអរគុណចំពោះតួអង្គប្រុសនាងក៏បាននិយាយដែរខណៈពេលកំពុងលើកទឹកចិត្តនឹងជួយខ្ញុំតែផ្ដល់តួអង្គប្រុសទៅឲ្យយរ៉ាតួអង្គប្រុសបានបដិសេធមិនជួយបន្ទាប់មកយូរ៉ាបានដឹងថានាងមិនមែនជាបុរសទេមិត្តស្រីលេខ1របស់ខ្ញុំហើយនារីម្នាក់នេះគឺវាមិនអាចទៅរួចទេសម្រាប់ក្មេងស្រីនោះតើមានចំណុចអ្វីខ្លះអំពីរូបបុរសនិងស្នាមសាក់មូលហេតុគឺដោយសារតែពួកគេទាំងអស់ចូលចិត្តដូចគ្នាមានតែពេលនោះទេដែលតារាល្បីម្នាក់ឈ្មោះយូរ៉ាបាននៃស្នាមសាក់សម្រាប់បុរសពេលខ្ញុំវិចខ្ចប់អីវ៉ាន់នៅផ្ទះខ្ញុំគិតថាគាត់បានរំលឹកឡើងវិញនៅរបួសអតីតកាលរបស់គាត់និងការបោះបង់ចោលគឺជាប្រភពនៃការលួងលោមឥតឈប់ឈររបស់យូរ៉ានៅទីនោះសម្រាប់គាត់បានជួយគាត់ឲ្យយកឈ្នះលើអង្គប្រុសដែលបានចេញពីការជិះចាប់ជាយូរមកហើយខ្ញុំបានលងស្នេហ៍វាដោយមិនដឹងខ្លួនយូរ៉ាបានស្គាល់របស់ក្មេងស្រីនោះលោកលីដេយូឡាបានសម្រេចចិត្តចាត់វិធានការអារម្មណ៍របស់អ្នកទៅកាន់តួអង្គប្រុសបន្ទាប់ពីវឹកហាត់នៅផ្ទះច្រើនដងយូរ៉ា
ខ្ញុំបានទៅរកកន្លែងបរិះនោះប៉ុន្តែឃើញថាវាត្រូវបានគេយកដកខ្លួនចេញបន្ទាប់ពីវេចខ្ចប់អីវ៉ាន់រួចគាត់បានរួញខ្លួនត្រឡប់ទៅសាលារៀនវិញនៅថ្ងៃបន្ទាប់ហើយយ៉ាងណាក៏ដោយខ្ញុំបានទទួលសារជាអក្សរពីកន្លែងបរិះថ្នាក់រៀនឲ្យលឿនគាត់បានរៀបចំការសារភាពសម្រាប់គាត់អេក្រង់បានបង្ហាញមនុស្សពីរនាក់រូបថតក្រុមដែលថតជាមួយគ្នាពិតជារំជួលចិត្តណាស់នាងអបទូឯកប្រុសយ៉ាងណាសិស្សទាំងអស់បានរត់ចេញមកអបអរសាទរក្មេងស្រីហើយនេះក៏បានរៀបចំពងមាន់សម្រាប់គាត់ដែរពិធីនំខេកពោពេញទៅដោយពិធីប្រពៃណីប៉ុន្តែតួអង្គប្រុសបាននិយាយដោយឆ្គងនេះមិនមែនជាអ្វីដែលគាត់បានរៀបចំទុកនោះទេមែនទេទាំងនេះត្រូវបានរៀបចំដោយមិត្តល្អបំផុតរបស់ខ្ញុំគាត់តែងតែសង្ឃឹមលើតួឯកប្រុសនិងយូរ៉ាមនុស្សគ្រប់គ្នាបានទេដៃអបអរសាទរនិងអបអរសាទរនៅពេលដែលគេបានមើលមកជួបតួអង្គប្រុសម្នាក់ប៉ុន្តែគាត់បែកខ្លួនហើយចាក់ចេញទៅហើយមនុស្សគ្រប់គ្នាក៏ស្រាប់តែឈុតឆាកបានស្ងប់ស្ងាត់ទៅវិញអាចជ្រមុជបាន30យ៉ាងចម្លែកពេលលើថាយូរ៉ានៅម្នាក់ឯងអ្នកដែលនៅសេសសល់នៅកន្លែងសារភាពរូបថតនេះត្រូវបានបង្ហាញនៅលើទំព័រក្តៅរបស់សាលានៅក្នុងបញ្ជីបានស្មានថាគាត់កំពុងប្តឹងសោកនាដកម្មនៃពស្បានធ្វើឲ្យយរ៉ា10នាក់នាងទាំងខឹងនិងខ្មាស់អៀនដូច្នេះនាងក៏ស៊ូទ្រាំបន្តត្អូញត្អែអំពីតួអង្គប្រុសយូរ៉ាបរោះត្រង់ម្នាក់គិតកាន់តែច្រើនដោយកំហឹងខ្លាំងគាត់ក៏ហែកបង្អួចចេញស្ទីគ័រដែលបិទចិត្តបានលេចចេញមកគាត់ស្រែកខ្លាំងនៅខាងក្រៅបង្អួចគាត់ចង់និយាយអ្វីមួយប៉ុន្តែបានខ្ទប់មាត់តួអង្គប្រុសនៅខាងទៀតបានរៀបចំទុកជាមុនរៀបចំស្ទីគ័ររ៉ូមែនទិកសម្រាប់បង្អួចការសារភាពរបស់យូរ៉ាឡាស្រាប់តែយល់ពីមនុស្សគ្រប់គ្នាពិធីផ្សេងគ្នានៃការយល់ដឹងការបញ្ចេញមិត្តនៃសេចក្តីស្រឡាញ់ក៏ដូចគ្នាដែរមិនខ្វល់ពីសម្លេងរំខាននោះទេដរាបណាឡៃនៅតែជាបរិះនៅទីបញ្ចប់ពួកគេទាំងពីរគ្រាន់តែត្រូវធ្វើការជាមួយគ្នាដោយយូរ៉ានៅជាន់ក្រោមសម្លេងបរិះនោះបាននិយាយបែបនេះដោយនាងបានសួរបរិះនោះអំពីចំណុចខ្វះខាតទាំងអស់របស់នាងទោះបីជាគាត់មានចំណុចខ្វះខាតច្រើនក៏ដោយខ្ញុំសុខចិត្តដើរតួជាតួអង្គប្រុសបែបនេះតើនាងជាមនុស្សអាក្រក់មែនទេគាត់ស្រែកហើយបើកដៃអ្នកទាំងពីរបានអបគ្នាយ៉ាងណែនតួអង្គប្រុសហៀបនឹងថាប់យរ៉ាយ៉ូឡាបានបដិសេធដោយមានអារម្មណ៍ថានាងទើបតែនៅពេលអ្នកចាប់ផ្ដើមណាត់ជួបអ្នកត្រូវតែធ្វើវាយឺតជាការពិតណាស់ខ្ញុំស័ក្តិសមជាងក្នុងការធ្វើជាអ្នកស្រីពិតជាចូលចិត្តគាត់មែននោះពីកាន់ដៃគ្នារហូតដល់តួឯកប្រុសខ្ញុំអាចយល់ពីនាងទោះបីជាពួកគេទាំងពីរនាក់ខ្ញុំស្គាល់យូរ៉ាអស់រយៈពេល18ឆ្នាំហើយខ្ញុំបានសួរម្ដងទៀតដោយចង់ដឹងថាសញ្ញាអ្វីបានជាវិជុភ្លៀមនៅពេលដែលវាខ្លាំងៗបរិះនោះមើលទៅខ្មាស់អៀនខ្ញុំចង់និយាយអ្វីមួយប៉ុន្តែយូរ៉ានៅតែដាក់សម្ពាធលើខ្ញុំគាត់អាចនិយាយបានតែថាតាមពិតទៅនាងគ្រាន់តែជាក្មេងស្រីម្នាក់ដែលកំពុងស្រឡាញ់ស្រីតូចដែលទើបតែចាប់ផ្ដើមធំដឹងអ្វីទាំងអស់លើកដំបូងគ្រាន់តែនិយាយបានតែមិនដឹងមនុស្សចំអកឲ្យគ្នាទៅវិញទៅមកនៅថ្ងៃបន្ទាប់យូរ៉ាបានចាត់វិធានការដើម្បីទៅរកអ្នកបម្រើបានលូកដៃទៅមុខហើយអ្នកទាំងពីរបានចាប់ដៃមកនាងបានសារភាពប្រាប់មិត្តល្អបំផុតរបស់អ្វីដែលខ្ញុំពិតជាគិតក្នុងអំឡុងពេលនេះច្បាប់សម្រាប់ចិត្តលះបង់ការអន់ចិត្តជាមុនសិនរក្សាចម្ងាយរបស់អ្នកពីពួកគេទាំងពីរឡានិងក្មេងស្រីពីលើកមុនបានខ្លាយជាមិត្តល្អពីរអ្នកក្មេងស្រីពីរអ្នកនៅក្នុងពិភាក្សាអំពីរបៀបធ្វើជាមនុស្សល្អនៅពេលនេះលេខទូរស័ព្ទបរិះបានហៅទោះបីជាពួកគេបានផ្លាស់ប្ដូរទីលំនៅក៏ដោយនិងបន្តគិតអំពីអ្នកអតីតរាល់ពេលយើងនឹងជួបគ្នាក្នុងរយៈពេល2-3ថ្ងៃទៀតទោះបីជាខ្ញុំមិនរៀបចំការភ្ញាក់ផ្អើលណាមួយក៏ដោយគាត់ក៏នឹងប្រាប់អ្នកដោយស្មោះត្រង់ដែរទៀងខ្លួនអ្នកដើម្បីមើលថាតើអ្នកនៅថ្នាក់របស់នាងប៉ុណ្ណាគ្រប់គ្នាកំពុងរៀនថ្នាក់អប់រំផ្លូវភេទមិនថាខ្មាស់អៀនឬរំភើបក្មេងស្រីធាត់ដែលមានរសជាតិឆ្ងាញ់ណៃឯងប៉ុន្តែពួកគេកំពុងសម្លឹងមើលមនុស្សអង្គុយនៅជួរខាងជន់កំពុងស្រមើស្រមៃទំនាក់ទំនងដំបូងរបស់ខ្ញុំគឺជាមួយបរិះសង្ហាបែបនេះត្រូវបានមិត្តភក្តិរបស់គាត់ហៅថាណៃតោះទៅញ៉ាំអាហារជាមួយគ្នាបន្ទាប់ពីចប់ថ្នាក់ប៉ុន្តែនាងបានទូចថាគាត់ត្រូវតែមិត្តភក្តិដែលកំពុងព្យាយាមសម្របទម្ងន់គិតថានាងអាច probability ដែលខេងយន់នៅជាមួយគ្នាគឺ probability នៃការទទួលបានពិន្ទុល្អនៅពេលនេះការប្រឡងចូលមហាវិទ្យាល័យគាត់បានមកដល់ហើយចាប់ផ្ដើមការសន្ទនាដោយចង់និយាយជាមួយមិត្តភក្តិរបស់គាត់នាងនិងអ្នកដទៃមនុស្សមួយចំនួនទន្ទឹងរង់ចាំការទៅបង្គោលដើម្បីចេញមកពីបរិបទផាត់មុខភ្លាមនាងបានជួបនឹងអ្នកស្អាតនៅជាមួយក្មេងស្រីទាំងនេះការហៅគាត់ថាបុថតគឺជាចាប់ណាស់ខឹងសម្បាថែមទាំងស្រមៃថាគាត់អាចខុសខើទៀតផងពីក្មេងស្រីនោះឲ្យល្អប៉ុន្តែតាមពិតទៅគាត់បានជួបប្រទះនឹងស្ថានភាពបែបនេះឆ្លើយតបតែមួយគត់ចំពោះការចំអកគឺស្នាមពេលក្មេងប្រុសនោះងាកមកឃើញឡែងបានរឿងមីកញ្ចប់រួចងាកមកគាត់ធៀបនឹងរត់ពេលគាត់ឃើញរឿងនេះគាត់យល់ហើយតែគាត់មិនស្លាប់ទេខ្ញុំធ្លាប់នឹងរឿងបែបនេះហើយមិននិយាយពីម្ហូបឆ្ងាញ់ច្រើនទេខ្ញុំភ្លេចអំពីរបបអាហារភ្លាមផ្នែកខាងក្រោយក្បាលរបស់ខ្ញុំច្បាស់ជាពេញហើយក្រោយពីត្រឡប់មកផ្ទះវិញខ្ញុំបានជួបម្ដាយខ្ញុំកំពុងអាំងសាច់ហើយនាងកំពុងស៊ូទ្រាំបងប្រុសស្គមស្គាំងកំពុងស្នាក់នៅទីនេះបរិះថតនិយាយបែបចំអកម្ដាយបានប្រហែលផបផ្សេងគ្នាពីការបញ្ចុះបញ្ចូលនាងសំបីតែសាច់អាំងត្រូវបានដឹកជញ្ជូនដល់មាត់នាងទីបំផុតបែរណែនមិនអាចទ្រាំទ្របានទៀតទេខ្ញុំបានញ៉ាំអាហារជាមួយម៉ាក់របស់ខ្ញុំដោយក្រោយមកគាត់ពិតជាសោកសៅនឹងស្ដាយក្រោយដែលខ្ញុំមិនគួរបានញ៉ាំអាហារនៅថ្ងៃទី2នៃការសិក្សាណែងបានរកឃើញនៅក្នុងទូខោអាវផ្ទាល់ខ្លួនរបស់ខ្ញុំគិតថាវាជាអំណោយមួយរបៀបបើកប្រអប់ដោយខ្លួនឯងទេការបើកវាម្ដងទៀតពិតជាបង្ហាញផ្នែកមួយអំណោយនោះមានដបទឹកអប់មួយដបក៏មានសម្បត្តិមួយសន្លឹកដែលត្រូវបានគេរើសផងដែរពាក្យដែលចេញមកត្រូវបានដាក់បញ្ចូលគ្នាគាត់បានប្រាប់គាត់កុំឲ្យសម្រាប់ទម្ងន់ហើយថែមទាំងសរសើរគាត់ទៀតសម្បត្តិមានឆ្អឹងត្រគាកស្អាតណាស់គេថាណែនរឹងរូសហៀបនឹងស៊ីផ្លែប៉ោមមួយផ្លែប៉ុន្តែបន្ទាប់មកមានបរិះសង្ហាម្នាក់បានដើរមកកាន់ដៃគាត់ហើយសរសើរដៃគាត់វាមើលទៅល្អសូម្បីតែណៃអ៊ីនផ្ទាល់ក៏បានមើលវាដែរពិតជាការជួបគ្នានៃគំនិតនៅពេលមើលដំបូងបរិះសង្ហាឆែនហ្វេនរូបនេះកំពុងកាន់បង្រៀនមិត្តរួមថ្នាក់ពីរបៀបផ្ដល់អំណោយដល់ក្មេងស្រីគាត់បានណែនាំឲ្យផ្ដល់ទឹកអប់ជាអំណោយគាត់ក៏សម្លឹងមើលទៅនាងបានបញ្ជាក់ភ្លាមថាគាត់គឺជាគាត់នៅតែគិតយ៉ាងម៉ឺងម៉ាត់អំពីឆែនហ្វេនអ្នកដែលធ្លាប់ហូរឈាមច្បាស់ជាចូលចិត្តវាជាងគាត់ជាស្ត្រីម្នាក់ដែលមានរូបរាងសង្ហាប៉ុន្តែបរិះសង្ហានោះពិតជាតាក់ទាញពេកហើយនេះធ្វើឲ្យណៃមានអារម្មណ៍មិនស្រួលបន្តិចការប្រឡងពាក់កណ្ដាលឈ្មោះណេងកាយវិការដៃរបស់គាត់ធ្វើឲ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលចេញហ្វានថែមទាំងក្រោកឈរទៀតផងអបអរសាទរគាត់កីឡានាងក៏បានចាត់វិធានការការពារគាត់ក្នុងថ្នាក់រៀនផងដែរទោះបីជាចំមុះរបស់បាល់ត្រូវបានវានឹងហូរឈាមត្រូវបានបូមចេញប៉ុន្តែខ្ញុំនៅចាំរឿងរបស់ឆែនហ្វេនពីសកម្មភាពនោះណេងបានបើកបេះដូងខ្ញុំជឿចាប់ពេលឃើញអេដូរបស់ខ្ញុំកំពុងដេកមិនអាចជួយអ្វីបានក្រៅពីបោះជំហានទៅមនុស្សកំពុងសម្លឹងមើលទៅខាងក្រៅពេលដែលស្ត្រីម្នាក់បានលេចមុខខេងចុនម៉ារ៉ាបានទីនាងទម្លាក់ខ្លួននៅមាត់បង្អួចសកម្មភាពនៅពីក្រោយវាំងនឹងបានធ្វើឲ្យលោកណៃអេនស៊ីវទីងវ៉ាន់សុងប្រើប្រាស់យ៉ាងសកម្មរាងកាយធំទូលាយរបស់គាត់ផ្ទាល់បានធ្វើឲ្យខេងចុនឈរនៅមុខខេងចុងយ៉ាងគាត់បានថ្លែងអំណរគុណដល់នាងហើយថែមទាំងបានមួយបាច់នៅគាត់ទៀតផងបន្ទាប់ពីសិក្សាណែនបានឃើញខេងចុនម្ដងទៀតលេខាដែលផ្ដល់ជូនអ្នកគ្រប់គ្រងគឺនេះធ្វើឲ្យគាត់ចាប់ផ្ដើមមានការសង្ស័យខេងយួនគឺជាអតិថិជនរបស់ទឹកអប់របស់គាត់ស៊ីនញ៉ាំស្ករគ្រាប់ណៃខ្ញុំបានធ្វើអ្វីមួយដែលទាំងអាម៉ាស់និងផ្អែមល្ហែមទឹកឃ្មុំកំពុងសុបិនអំពីស្នេហារបស់នាងសុបិនជាមួយសាច់ញាតិរបស់ខ្ញុំណេងម្ដាយរបស់គាត់បានទុកគាត់ចោលខ្ញុំបានញ៉ាំស្ករគ្រាប់ទាំងអស់ដោយមិនដឹងខ្លួនអំពើបាបនៃការថ្វាយទឹកអប់ជាអ្វីតើវាជាឆែនហ្វេនឬជាព្រះប្រុសខេងចុនបានខ្លាយជាមនុស្សសំខាន់បំផុតនៅក្នុងខេត្តនាងសំនោះដែលគួរឲ្យព្រួយបារម្ភសម្រាប់ការប្រឡងបញ្ចប់ការប្រឡងនេះតម្រូវឲ្យមានការដាក់ជាក្រុមដែលជារឿងចៃដន្យនិងចេញហ្វានសុទ្ធតែមានណៃត្រូវបានចាត់ឲ្យទៅញ៉ាំអាហារជាក្រុមនៅពេលនោះកែវភ្នែករបស់ឆែនហ្វេននៅតែសម្លឹងមកតើវាជាចិត្តនីឬអចិត្តណាទេដែលវាបានធ្វើឲ្យណៃម្ដងទៀតកាងជន់ទាំងខ្មាស់អៀននិងសប្បាយចិត្តកាន់តែអាក្រក់ទៅទៀតពួកគេគ្រាន់តែអង្គុយចុះនាងបានស្នើសុំសាកសពមួយទៅម្ខាងទៀតការវិតម្លៃការអប់រំកាយជ្រើសរើសការស៊ូទ្រាំបាននិយាយថានាងជាអ្នកគ្រប់គ្រងបានម្នាក់ជន់បាននិយាយថាវាមិនអីទេគាត់នឹងណាអូនសម្លឹងមើលទៅកាងជន់គីណៃចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទឹកមុខដែលពោពេញដោយយល់ព្រមបន្ទាប់ពីមានការផន់ច្រឡំគ្នាសម្លឹងមើលទៅខេងយន់ដោយទេសស្អាតក្មេងស្រីដ៏ស្រស់ស្អាតបំផុតនៅក្នុងថ្នាក់រងបានសម្រេចជាដៃគូរងរបស់ខេងយន់
មានទំនុកចិត្តយ៉ាងខ្លាំងថាកាំងជុននឹងកាំងជុនជ្រើសរើសពេលវេលាអាហារថ្ងៃត្រង់ដោយខ្លួនឯងវាមកដល់ម្ដងទៀតហើយវាថែមទាំងនាំមន់ធំរបស់វាត្រូវបានប្រគល់ឲ្យទៅឲ្យនាងដែលបាននិយាយថាអ្នកស៊ីជើងមន់របស់គាត់អ្នកនឹងខ្លាចជាចំពោះដៃគូរួមរបស់គាត់វិញគាត់មើលទៅដូចនាងកាំងជុនបាននិយាយថាគាត់ចូលចិត្តសុខភាពប៉ុន្តែគាត់មិនញ៉ាំវាទេក្មេងស្រីមកពីខេងមីក៏បាននិយាយថាពួកគេចូលចិត្តដូចជារីករាយនឹងអាហាររបស់ពួកគេដូច្នេះនៅមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងលើកទឹកចិត្តគាត់ឲ្យរើសជើងមន់ហើយខំមួយខំធំខ្ញុំចាប់ផ្ដើមញ៉ាំអាហារយ៉ាងឆ្អែតឆ្អន់ដើម្បីសម្រេចពីទីនេះទៅអ្នកទាំងអស់គ្នាម្យ៉ាងវិញទៀតលោក Chen Fan ក៏បានអញ្ជើញណាអ៊ុនសូមរងជាគូជាមួយគ្នានាងថែមទាំងសរសើរទឹកអប់របស់គាត់ទៀតផងទូដែលអីវ៉ាន់មានក្លិនល្អហើយបានលេចចេញមកវិញកំណត់ចំណាំដែលណែនបានបន្សល់ទុកគាត់កំពុងតែញឹមឆ្ងល់តើគាត់ជាបុរសឬស្ត្រីតើជាព្រះឬជា Chen Fan ពួកគេទាំងពីរក្រោយពីចប់ថ្នាក់រៀនពួកគេទាំងអស់គ្នាសម្លឹងមើលគាត់ចាក់ចេញហើយគាត់ក៏បានបាញ់ថ្នាំលើអប់បានមកដល់លើដំបូលដូចដែលបានសន្យាប៉ុន្តែអ្វីដែលកំពុងរងចាំគាត់គឺការចាប់ឆ្នោតនារីស្រស់ស្អាតថ្នាក់នេះឈ្មោះណៃមានចរិតមួយប្រភេទនេះអាចជាទំនីដ៏គួរឲ្យខ្លាចមួយទេវាជាល្បិចកលរបស់នារីស្រស់ស្អាតគ្រប់លំដាប់នេះជារឿងភាគមែនទេស្រី Chen Fan មកដល់ស្រីស្អាតក្នុងថ្នាក់នោះមិនអើពើនឹងគាត់ទេគាត់បានងាកហើយចាក់ចេញខ្ញុំសង្ស័យថា Chen Fan គឺជាមនុស្សម្នាក់ដែរបន្ទាប់ពីនារីស្រស់ស្អាតក្នុងថ្នាក់ដ៏រឹងរូសចាក់ចេញទៅណៃបានមែនទេចៃដល់ណាស់ជាភាសាអង់គ្លេសរបស់អ្នកគ្រប់គ្រងគឺខ្ញុំនៅតែចង់ដឹងថាតើនាងដឹងដោយរបៀបណាគាត់បានចាត់វិធានការដើម្បីទាញណៃឡើងដៃនឹងរែមដៃចង្អុលរបស់គាត់ចុះគ្នានៅពេលដែល Chen Fan ដើរមកយឺតគាត់នៅតែអត់ធ្មត់អេមានអារម្មណ៍ភ័យខ្លាំងណាស់ហើយកំពុងគិតអំពីវាគាត់មិនគួរញ៉ាំច្រើននៅពេលថ្ងៃត្រង់ទេទាំងអស់បានបិទភ្នែកហើយរងចាំគាត់បានចេញទៅក្រៅប៉ុន្តែ Chen មិននឹកស្មានថាអ្នកគ្រប់គ្រងបានថាបំរាមដៃរបស់គាត់គាត់បានថា Chen Fan ដោយការថាស្ដាងនឹងស្រីបានដឹងថាដៃរបស់គាត់បុរសម្នាក់នេះជាមនុស្សវិកលចរិតទោះជាយ៉ាងណាក៏ដោយមនុស្សមួយចំនួនមានចំណងចំណូលចិត្តពិសេសចំពោះដៃរបស់ពេលតែមួយអារម្មណ៍របស់ណៃពិតជាស្មុគស្មាញណាស់ខ្ញុំបានរមូលលោកជើងពេលកំពុងចុះពីលើជណ្ដើរគាត់បានដួលភ្លាមហើយមនុស្សគ្រប់គ្នានៅទីនោះកាំងជុនគឺជាមនុស្សតែម្នាក់គត់ដែលសើចចំអកឲ្យគាត់ខ្ញុំមកជួយប៉ុន្តែចង់សប្បាយខ្លះតើអ្នកណាដឹងពីប្រភពដើមនៃក្រុមព្រះនាងនៅក្នុងពិបាកណាស់ក្នុងការលើកគាត់ឡើងវាត្រូវការការខិតខំប្រឹងប្រែងជាមានកម្លាំងដូចខ្លះក៏ដោយក៏នៅតែមិនអាចហើយគាត់បានលំបាកខ្លួនឯងរហូតដល់ទីបញ្ចប់គឺនេមដែលបានលើកខេងយន្តនៅលើក្នុងរបស់គាត់សូម្បីតែនៅក្នុងបន្ទប់គេងបែបនេះក៏ដោយនេមមនុស្សគ្រប់គ្នាមានអារម្មណ៍សប្បាយចិត្តខ្លាំងណាស់វាមិនសំខាន់ទេថាអ្នកណាដឹកអ្នកណាត្រឡប់មកវិញតែភ្ញាក់ផ្អើលតាមផ្លូវត្រឡប់ទៅផ្ទះវិញដោយសារតែនេមមិនបានយកសៀវភៅរបស់គាត់មកប៉ុន្តែឆាប់ដែលស្រែកឡើងនោះបានលាតសន្ធឹងចេញវាគឺជាខេងយន្តដែលបានចេញមកនាងមានអារម្មណ៍លបួងយ៉ាងខ្លាំងព្រះប្រុសនៅតែសុខចិត្តមិនទទួលខុសត្រូវគំនិតដំបូងរបស់នាងពេលត្រឡប់មកផ្ទះវិញគឺរងខ្ញុំជាតួឯកនៃរឿងកាំងជុនបានរំខានណាអឿនការស្រមើស្រមៃអំពីពួកគេទាំងពីរអ្នកទៅញ៉ាំអាហារជាមួយនោះសម្លឹងមើលទៅខេងយន្តដោយចង់ញ៉ាំប៉ុន្តែរូបរាងដែលមិនអាចបរិភោគបាននៃស្គរណៃឯងបន្ទាប់មកអ្នកទាំងពីរបានជជែកគ្នាអំពីរឿងនេះមនុស្សជាច្រើននៃណៃក៏ជឿដែរថាវាខុសគ្នាសម្រាប់ខេងយន្តអត្ថភាពបែបនេះត្រូវបានធ្វើឲ្យអាចធ្វើទៅបានដោយទោះបីជាវានៅជាមួយក៏ដោយទោះបីជាសមាជិកគ្រួសារឆ្លោះប្រកែកគ្នាក៏ដោយនេះខ្ញុំត្រូវតែរំភើបនោះគឺជាអត្ថន័យនៃអត្ថភាពរបស់រូបព្រះនាងស្លៀកពាក់យ៉ាងប្រុងប្រយ័ត្នសូម្បីតែការដ៏ស្រស់ស្អាតបំផុតក៏មិនអាចប្រៀបធៀបទៅនឹងការពិសោធន៍គឺមិនបានស្មានដល់ព្រះប្រុសបានបដិសេធបេនហួរការអញ្ជើញនេះធ្វើឲ្យខ្ញុំលះបង់ការយកចិត្តទុកដាក់ពួកគេទាំងពីរនាក់ត្រូវបានដាក់នៅលើនាងពេលយើងហត់នឿយពីការហ្វឹកហាត់ក្បាច់គុនជាមួយគ្នាព្រះប្រុសកំពុងសម្រាកនៅលើដីនាងដេកលើផ្លូវរបស់គាត់មួយសន្ទុះអេនបានលូកដៃទៅការពារគាត់ពីព្រះអាទិត្យអ្វីគ្រប់យ៉ាងមើលទៅភ្លឺស្វាងណាស់មេហាវចង់លោតមកលើកាំងជុនបានហួរបានយកស្រាមកឲ្យហើយពួកគេទាំង3នាក់បានលេងខ្ញុំចាប់ផ្ដើមលេងហ្គេមនេះដូច្នេះខ្ញុំនឹងមិនត្រឡប់ទៅវិញទេឆ្លើយសំណួរឆ្កងទាំងនោះទីបំផុតអឿនបានឬកាំងជុននិយាយថាការវិតម្លៃពិតប្រាកដរបស់គាត់គឺដោយសារតែគាត់មានការសម្របទម្ងន់ដើម្បីត្រៀមខ្លួនសម្រាប់ការត្រឡប់មកញ៉ាំអាហារធ្វើឲ្យខ្ញុំមានអារម្មណ៍ល្អសាច់ហើយស្ករគ្រាប់ទាំងនោះដោយសារតែគាត់មានអារម្មណ៍ថាវាជាការអាណិតដែលបាត់បង់ពីរបបការប្រឡាក់ដោយត្អូញត្អែអំពីការស៊ូទ្រាំផុតប៉ុណ្ណាអត់ធ្មត់គួរឲ្យបានចុះទៅជាន់ក្រោមទាំងយំហើយស្រវឹង Chen Fan បាននិយាយការពិតអ្នកដែលយកទឹកអប់មកឲ្យគឺគាត់ពីមុនខ្ញុំយល់ច្រឡំថា Chen Fan គឺជានេនមានអំណរគុណយ៉ាងខ្លាំងចំពោះរឿងវិក័យសូមទោសចំពោះការស្ដាប់ការសារភាពរបស់ Chen Fan មានអារម្មណ៍រំជួលចិត្តហើយមិននឹកស្មានថាប៉ុន្តែ Chen Fan បានហៅ Ben តាមពិតគាត់ចូលចិត្តឈ្មោះការនោះអ្វីដែល Ben វិញមិនបានដឹងនោះគឺថាបន្ទាប់ពីគាត់ចាក់ចេញទៅព្រះប្រុសបានបដិសេធគាត់បាននិយាយថាផ្កាដែលមានចំណុចនោះចិត្តប្រើបានយូរហើយដឹងរឿងនេះនៅពេលក្រោយភាពតាក់ទាញពិសេសរបស់នាងនេនត្រឡប់ទៅសាលារៀនវិញខ្ញុំពិតជាងឿងឆ្ងល់ទាំងស្រុងថាវាជានរណាលុះត្រាតែគាត់បានឮដូច្នេះទើបគាត់ដឹងថាក្លិនក្រអូបចំអកនៃផ្កាចំណុចវាជាអំណោយមួយពី Chen Fan ប៉ុន្តែធូបរបស់គាត់មានទឹកច្រើនណាស់ដែលគាត់បានចាក់វាចេញ11ត្រូវបានដាក់ក្នុងណៃទូដាក់របស់អិនមានផ្លែឈើណែនទោះជាយ៉ាងណាក៏ដោយពួកគេបានធ្លាក់ចូលទៅក្នុងលំហនៃខាររបស់ពេលនៃការដែលមានចំណុចអាចកំបាំងទាំងអស់នៅក្នុងចិត្តរបស់គាត់បន្ទាប់ពីនិយាយចេញមកទីបំផុតនៅដោយទ្រាំលែងបានទៀតគាត់ក៏បោះជំហានទៅមុខហើយចាប់ប្រឡាក់ជាមួយលំនាំប្រឡាក់គាត់បានទះកំភ្លៀងគាត់ពេញមុខចាក់ទឹកដោះគោលើក្បាលរបស់គាត់បន្ទាប់ពីការរៀបចំផ្លូវចិត្តនាងបានទះកំភ្លៀងគាត់ពេញមុខកាលពីមុនដោយសារតែកម្លាំងខ្លាំងពេកទោះបីជាណែនអាចប្រឈមមុខនឹងគូប្រកួត3នាក់ក្នុងពេលបានឈ្នះតែមនុស្សគ្រប់គ្នាមានអារម្មណ៍សោកស្ដាយចំពោះលោកណែនត្រឹមតែ3ដើម្បីរក្សាណែនមនុស្សម្នាក់ស្រក់ទឹកភ្នែកដោយស្ងៀមស្ងាត់ដោយដំបងឡើយមានស្ករគ្រាប់មួយដុំដើម្បីលើកទឹកចិត្តខ្លួនឯងជាលទ្ធផលស្ករបានធ្លាក់ចូលទៅក្នុងទឹកនាងចង់លោតដោយសភាពគិតសំណាងល្អអ្នកដំណើរឆ្លងកាត់ម្នាក់បានទាញខ្ញុំចេញពីប្រញាប់ប្រញាល់មកបន្ទាប់ពីបានឮបាក់នឹងបងប្រុសរបស់ខ្ញុំម្ដងទៀតខ្ញុំមានការថប់បារម្ភនឹងខឹងពេលមើលទៅក្រុមគ្រួសារបារម្ភអំពីរូបរាងរបស់គាត់ទីបំផុតខ្ញុំមានអារម្មណ៍ធូរស្រាលហើយបានត្រឡប់ទៅផ្ទះបានគ្រប់ដណ្ដប់ដោយស្ករគ្រាប់បងប្រុសខ្ញុំបានញ៉ាំអាហារជាលើកចុងក្រោយរបស់ស្ករមិនស្ដាយក្រោយទេនាងសន្យាថានឹងទទួលយកនាងនៅសំណាងល្អរបស់គាត់ពេញមួយជីវិតបានវាអសរមួយប្រយោគទៅកាន់មិត្តល្អបំផុតមិត្តល្អបំផុតរបស់ខ្ញុំមានអារម្មណ៍ស្ងប់ចិត្តយល់ពីអត្ថន័យនៃពាក្យថារូបរាងមធ្យមទោះបីជាខ្ញុំមិនស្អាតហើយថត់ក៏ដោយនរណាម្នាក់នឹងយកចិត្តទុកដាក់ចំពោះគាត់នៅថ្ងៃបន្ទាប់ព្រះប្រុសបានហៅគាត់ប៉ុន្តែណាអ៊ីនប៉ុន្តែគាត់មិនចង់យកចិត្តទុកដាក់ចំពោះគាត់ទេលោកខេងបាននិយាយអ្វីដែលគាត់បានឮនៅថ្ងៃនោះជួនបានសុំទោសគាត់ហើយនិយាយថាគាត់នឹងឃើញវាជាការពិតដែលខ្ញុំចង់សាច់រាល់ពេលដែលខ្ញុំឃើញគាត់មិនមែនជាការលេងសើចទេតែជាការបញ្ចេញមតិស្នាមញញឹមខាងក្នុងរបស់គាត់បានបង្ហាញពីអារម្មណ៍ពិតរបស់នាងជាមិត្តហើយសង្ឃឹមថានាងកុំបោះបង់គាត់អីនាងនឹងមកដល់ឆាប់នេះដូច្នេះខ្ញុំបានអត់ទោសឲ្យពួកគេទាំងពីរទោះបីជារឿងនេះធ្វើឲ្យយើងខ្លាចជាមិត្តពិតក៏ដោយប៉ុន្តែរឿងរ៉ាវស្នេហាដែលមិនតបស្នងមានទីបញ្ចប់ដោយរីករាយទេប៉ុន្តែគាត់ជឿថ្ងៃណាមួយគង់ជន់នឹងយល់ផ្លែកសម្រាប់ក្មេងស្រីធាត់មុនស្នេហ៍